មានបញ្ហាអាចស្ដាប់បានហើយហើយតោះយើងសូមមើលជាមួយគ្នាយើងកែទៅជាមួយគ្នាដល់គ្នាដោយរាល់ដងអញ្ចឹងយើងបើកនៅទំព័រទី28ដៃនេះឈើ Futsukame ហើយគឺជាលំហាត់រើសពាក្យណាហើយ過去に入れるのに最も良いものを1、2、3、4から1つ選びなさいអញ្ចឹងនៅក្នុងប្រភេទលំហាត់បែបនេះគឺយើងត្រូវចេះពីអត្ថន័យរបស់ពាក្យហើយនិងរបៀបប្រើប្រាស់របស់វាដែរឥឡូវសូមមើលចាប់ពី1番ទៅសូមឲ្យសិពៅさん1番お願いしますはい。部長はさっき情報ができてお帰りになりました。3យើងយកលេ番のខ3答えです。答えは3番です。はい。はい。情報បកប្រែថាម៉េចដែរថាព័ត៌មាន ព័ត៌មានឬក៏ដំណឹងណាហើយអញ្ចឹងនៅក្នុងប្រយោគហ្នឹងបើសិនជាយក情報តើអាចមានអត្ថន័យស្ដាប់បានអត់こんばんは。ហើយどうですか皆さんគ្នាយើងយកចម្លើយលេខម៉ែនដែរ情報合ってますか一番ぜ。1番給与都合情報ហើយនឹង機械部長はさっき何々ができてお帰りになりましたហើយលោកប្រធានផ្នែកហ្នឹងមុនហ្នឹងគឺដោយសារតែគាត់មានអីមួយអញ្ចឹងឥឡូវគាត់បានត្រឡប់ទៅបាត់ហើយយកលេខ4យកលេខ4機械បកប្រែថាម៉េចទៅអានេះច្រឡំគីកៃម៉ាស៊ីន 機械លេខនេះឱកាសណា ច្រឡំមានអ្នកបោះប្រយ៉ងមកអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ បាំង 5番ですចម្លើយដែលត្រឹមត្រូវគឺ1番ですね給与ពួកយើងចេះពាក្យយោជីអត់ ការងារបញ្ញា はい。ចេះតែពាក្យហ្នឹង យោជីបកប្រែថាធុរៈឥឡូវគេយកពាក្យយោជីហ្នឹងកាត់ជីចោលសល់តែយោដល់ពេល Q នេះគឺអក្សរបន្ទាន់អញ្ចឹងនៅពេលដែលអក្សរបន្ទាន់បូកជាមួយនឹងធុរៈហ្នឹងគឺយើងបកប្រែថាម៉េចទៅ ធុរៈបន្ទាន់ そうですねហើយគឺមានធុរៈបន្ទាន់អញ្ចឹងពេលថា Kiyo គឺប្រើជាមួយនឹង ga dikite នៅកន្លែងនេះគឺអត់មានអត្ថន័យថារួចរាល់ឬក៏អត់មានអត្ថន័យថាអាចទេអញ្ចឹងនៅក្នុងប្រយោគហ្នឹងគឺចង់មានន័យថាលោកប្រធានផ្នែកមុនហ្នឹងគឺភ្លាមស្រាប់តែគាត់មានធុរៈបន្ទាន់ឥឡូវគាត់បានត្រឡប់ទៅវិញបាត់ហើយអញ្ចឹងចម្លើយដែលតាមត្រូវគឺ ichiban ですね Kiyo សូមចាំទាំងអស់គ្នានៅក្នុងអត្ថន័យនេះគឺមានន័យថា Kyu ni yoji ga aru ភ្លាមហ្នឹងគឺមានធុរៈបន្ទាន់នេះស្គរចេះទាំងអស់គ្នាណាសំដៅទៅលើពេលវេលាឬក៏កលៈទេសៈដល់ពេលយោហូនេះគឺព័ត៌មានហើយដល់ពេល機械នេះគឺបកប្រែថាឱកាសយើងមើល機械ម៉ាស៊ីនគឺមិនអក្សរអោទេនៅពេលដែលមានអក្សរអៃមកថាជួបនៅខាងក្រោយហ្នឹងអត្ថន័យរបស់វាមានន័យថាឱកាសដូចគ្នាជាមួយនឹងពាក្យឯកដែរយើងជួបថ្ងៃមុន chance ですねはいអញ្ចឹង覚えておいてくださいពីចានលំហាត់ហ្នឹងគឺពាក្យតាក់ទងគ្នាច្រើនណាស់តើទៀតចូលដល់លេខ2សូមឲ្យមីងលីសានお願いしますはい頑張れ頑張れと大きい声でチームを応援したはい応援した2番2番かなមានអ្នកអត់ចេះពី ON អត់គ្រប់ត្រណាហើយ support ហើយមិនអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយលេខ2ហើយហើយចម្លើយនេះមានអ្នកស្គាល់ច្រើនអញ្ចឹងពាក្យថា ON គឺយើងទៅគ្រប់ត្រពេលមានការប្រកួតកីឡាមានប្រកួតបាល់ទាត់ប្រកួតអីជាដើមហ្នឹងគេប្រើជួយពាក្យថា ON するហើយ頑張れ頑張れと大きい声でチームを応援したហើយអញ្ចឹងបានធ្វើការស្រែកគ្រប់ត្រដោយសំឡេងលឺថា頑張れ頑張れបកប្រែថាខ្មែរបកប្រែថាម៉េចដែរ ស៊ូ ប្រឹងឡើង ស៊ូណាហើយពាក្យខ្មែរយើងស៊ូនឹងឯងពេលយើងគ្រប់ត្រពេលមើលកីឡាហ្នឹងគឺយើងស្រែកស៊ូនឹងឯងហើយអញ្ចឹងនៅជប៉ុន頑張れ頑張れហើយពាក្យទី1 Hatsugen ហើយ Hatsugen ហ្នឹងគឺធ្វើការនិយាយណា Hanasu という意味ですねហើយអញ្ចឹងឧទាហរណ៍ថាពេលប្រជុំពេលអីអញ្ចឹងគឺយើងបញ្ចេញមតិបញ្ចេញយោបល់ការនិយាយស្ដីហ្នឹងគឺគេប្រើជាមួយពាក្យថា Hatsugen するហើយ A さんはあまり発言しないតែឡើយនេះមានន័យថាអត់សូវនិយាយអញ្ចឹងបកប្រែស្រួលយល់ទៅគឺបកប្រែថានិយាយនឹងឯងក៏តែមិនមែនប្រើប្រាស់ទូទៅដូចពាក្យ Hanasu ហើយនឹង E មកនោះទេគឺដូចខ្ញុំលើកឧទាហរណ៍មុនអញ្ចឹងហើយក្នុងករណីនៅក្នុងការប្រជុំនៅក្នុងការធ្វើបទបង្ហាញផ្សេងៗអញ្ចឹងហើយជាពាក្យ Shido អត់ពេលយើងចូលធ្វើការដំបូងគឺមាន Shido in អត់ ការដឹកនាំការបង្រៀនហើយនិយាយឲ្យសួរយកទៅគឺ Shido ហើយឧទាហរណ៍ពេលរៀនចូលធ្វើការដំបូងអញ្ចឹងយើងអត់ទាន់ចេះការងារគឺមាន senpai ម្នាក់គាត់ចាំជួយបរៀនជួយប្រាប់យើងថានេះធ្វើមិននៅកន្លែងហ្នឹងគឺគេប្រើជាមួយពាក្យថា Shido するហើយ សេហ្នឹងបកថា
អឺហ្វឹកហាត់បានអត់ស្អី trend ណាដល់ពេលយើងចូលដំបូងការងារគេ trend អាហ្នឹងបា ក ន ន្លែងហ្នឹងគឺមិនមែន trend ទេគឺគេបង្រៀនយើងហើយ អូ បណ្ ខុ ដោះ ស ប ពី ណ្ដាលឬ trend ក៏បង្រៀនណាហើយបើសិនជាពាក្យថា trend គឺយើងជាអ្នករៀនក៏ប៉ុន្តែពាក្យហ្នឹងគឺ pseudo សំដៅទៅលើការបង្រៀនឬក៏ការបណ្ដោះបណ្ដាលហើយ keyboard បំណងប្រាថ្នាណាហើយឬក៏អ្វីដែលយើងចង់បានហើយឧទាហរណ៍គេសួរថា明日のパーティーに何か希望がありますかហើយមានចង់បានអីចង់បានអីអត់ក៏ប្រើជាមួយពាក្យថា keyboard នឹងបានដែរហើយចឹងសរុបមកចម្លើយដែលត្រឹមត្រូវនៅក្នុងនេះបានគឺនេះបានですはいតោះ次ចូលដល់សានបានសម័យម៉ានសានお願いします 番号ម៉ានសាន聞こえははいい。3番ですね。はい隣の家から晩ご飯のいい匂いがする。答えは4番です。 ញោមបាទនៅកន្លែងនេះប្រហែលជាចេះទាំងអស់គ្នាណាមានយកចម្លើយខុសពីនីអុយអត់មានអ្នកយកអាស៊ីអត់អត់ទេណាហើយអ៊ីនីអុយក៏សឺរមានន័យថាម៉េចដែរ ខ្ញុំក្លែន ខ្ញុំក្លិនឈ្ងុយ ហើយបើសិនជាប្រើជាមួយនឹង ថាបេម៉ូណូគឺអត្ថន័យឈ្ងុយតែបើសិនជាប្រើជាមួយនឹងគ្រឿងសម្អាងដូចជាទឹកអប់ដូចជាលេអី ក្រអូប នីអុយសឺរគឺបកប្រែថាក្រអូបទៅហើយបើអញ្ចឹងពាក្យថាអ៊ីនីអុយមួយម៉ាត់អត្ថន័យរបស់វាប្រែប្រួលថាឈ្ងុយឬក៏ក្រអូបអាស្រ័យទៅលើនាមនៅខាងមុខអញ្ចឹងករណីនៅឡើយនេះដោយសារប្រើជាមួយនឹងបាងកូហាងគឺនៅក្នុងភាសាខ្មែរយើងបកប្រែថាឈ្ងុយទៅហើយចឹងបកប្រែឲ្យស្រួលយល់ទៅធំក្លិនឈ្ងុយអាហារពេលល្ងាចពីផ្ទះដែលនៅចិត្តនេះ បើ ចឹង ធំ ចម្ ក្លិ លើ ន យ អាក្រក់បើរឿយនីអុយចឹងមិនសេ បាទដូចនេះឲ្យខ្លះហ្នឹងគេប្រើពាក្យខ្សែហើយហើយបាទដូចនេះឲ្យមកស្កាមណៃនេះហើយតោះពាក្យ kanji ហើយ kanji មកពីពាក្យ kanji ឬហើយមានអារម្មណ៍ថាអីមួយហើយពួកយើងដែលលើសូរអាសាគេនិយាយ e kanji とか聞いたことがありますか毎日聞いたことあります so e kanji ហើយមានអីល្អតាមើលទៅដូចល្អខ្លះហ្នឹងគឺនិយាយពីការគិតរបស់យើងម្នាក់ហើយគឺប្រើជាមួយពាក្យថា kanji នឹងឯងខ្លះហ្នឹងប្រើថ្នាក់ពាក្យជានាមហើយដល់ពេល雰囲気このカフェのこのカフェの雰囲気がとてもいいですね。このお店の雰囲気がとてもいいですね。 ពេលអ៊ីគីនឹង わか ប る រិយាកាសហ្នឹងសេ はい。បរិយាកាសですね。はい。បរិយាកាសនេះឧទាហរណ៍ពេលយើងចូលហាងកាហ្វេចូលទៅក្នុងសាគារចូលទៅអីរបៀបតុបតែងនៅក្នុងហាងរបស់គេហ្នឹងគឺស្រស់ស្អាតអីចឹងគឺគេប្រើជាមួយពាក្យថា雰囲気ហើយ sẽ chấp ហើយលេខបែប việc mới tiệt rồi mẹ bé khan khiêu á ហាងចូលបរិស្ថាន phải chờ làm gì តែពេល雰囲気គឺសំដៅទៅលើអ្វីដែលនៅខាងក្នុងទីកន្លែងណាមួយ anh ចឹង sẽ ហើយតោះទៅទៀតចូលដល់លេខ4លេខ4សូមឲ្យសុំសានお願いします hai sẽ dùng bàn catalog ô miru to seihin no tokuchou ga yoku wakaru có thể là nị bằng desu catalog កាតាឡូហ្គហើយ ừ. តោះតែពាក្យកាតាឡូហ្គទាំងអស់គ្នា ហើយ អឺកាតាឡុក កាតាឡុកហើយសៀវភៅម៉ូដណាហើយអញ្ចឹងមកកាតាឡុកឡានកាតាឡុកស្លៀកពាក់អីហ្នឹងគឺខ្មែរយើងប្រើពាក្យកម្ចីដែរអញ្ចឹងមកនិយាយស្រួលយល់គឺសំដៅទៅលើសៀវភៅម៉ូដឡានសៀវភៅម៉ូដកៅអៅហ្នឹងគឺគេហៅថាកាតាឡុកហ្នឹងឯងជាច្រើនពេលតែកាត់កាត់កៅអៅកាត់អីគេឲ្យមើលកាតាឡុកហ្នឹងឯងគឺដើម្បីរើសម៉ូដហើយអញ្ចឹងចម្លើយតាមទៅគឺនេះបានですねカタログを見ると製品の特徴がよくわかるはい特徴បកប្រែថាលក្ខណៈពិសេសឬក៏ចំណុចពិសេសហ្នឹងនៅពេលដែលមើលពីនៅពេលដែលមើលកាតាឡុកទៅនឹងអាចដឹងច្បាស់អំពីលក្ខណៈពិសេសរបស់ផលិតផលហ្នឹងនៅខាងមុខនេះអានថា製品បកប្រែថាផលិតផលហើយតោះ idea បកប្រែថាគំនិតលេខ1 maker ជាពាក្យ maker ឯងក្រុមហ៊ុនផលិត មេការហ្នឹងគឺសំដៅទៅលើក្រុមហ៊ុនផលិតឧទាហរណ៍នៅជប៉ុនក្រុមហ៊ុនល្បីៗមានអីគេខ្លះមាន Sony មាន Toyota មាន On Suzuki ប្រភេទក្រុមហ៊ុនធំៗផលិតឡានផលិតកាមេរ៉ាផលិតអីផ្សេងៗគ្រឿងអេឡិចត្រូនិកអីផ្សេងៗហ្នឹងដែលមានឈ្មោះល្បីល្បាញឈ្មោះធំៗនៅក្នុងការផលិតឧបករណ៍មួយគឺគេហៅថា maker ហើយដល់ពេល menu បកប្រែថាបញ្ជីមុខម្ហូបហើយតោះ次ចូលដល់រកគឺបងរកគឺបងសម័យរតនាសាន go bang ごめんなさいはい
ហើយសេលោកបាំងរេស្តូរ៉ាណូរីយ៉ូរីវ៉ាជាមុខគឺស្តាហូដូដេវ៉ាណាកាតាព្រាវសេ ព្រាវហើយប៊ីត្រូវមានអ្នកយកចម្លើយផ្សេងពីហ្នឹងឯង mình có giấy tí mắn mình đã bảo គាត់យកលេខជឿមកគឺនេះហើយលេខ4 CG យកថ្ងៃមុនជួបហើយ期待ហើយនឹងជឿមកគឺ あれ期待ですね。期待どうですかគ្នាយើង合ってますか期待するចេះពាក្យ期待するអត់ vì sao ắt chết việc năng ហើយ មិន 期 សេ 待 គេ ហ្នឹង តែ គឺ នឹងការរំពឹងមែន តើការរំពឹងតបការសង្ឃឹមតបមកហើយអញ្ចឹងនៅក្នុងអត្ថន័យប្រយោគហ្នឹងឧទាហរណ៍តែមុនពេលដែលយើងទៅហាងហ្នឹងទៅគឺយើងគិតថាអូម្ហូបនៅហាងហ្នឹងតំណងជាឆ្ងាញ់ណាក៏តែដល់ពេលទៅជាក់ស្ដែងទៅគឺវាមិនដល់អ្វីដែលយើងបានរំពឹង រ ទុក ំ នោះ ពឹង ទេ ទុក អញ្ចឹងនៅកន្លែងហ្នឹងគឺយើងប្រើជាមួយនឹង3番期待レストランの料理は期待したほどではなかったម្ហូបនៅហាងនោះគឺមិនដល់អ្វីដែលបានរំពឹងទុកនោះទេហើយអញ្ចឹងប្រើនៅក្នុងន័យអវិជ្ជមាននៅក្នុងប្រយោគហ្នឹងあんまり美味しくなかったっていう感じですねはい ហើយសេ ឥឡូវយើងមើលពាក្យផ្សេងទៀតមើលពាក្យថា CG ហើយ CG ការណែនាំការប្រាប់បង្ហាញគេប្រើជាមួយពាក្យ CG ហើយឧទាហរណ៍ពេលប្រឡងពេលអីអញ្ចឹងគឺពេលដែលគណៈកម្មការប្រាប់ឲ្យចាប់ផ្ដើមអាហ្នឹងគឺគេហៅថា CGI គឺជាការបញ្ជាឬក៏ការណែនាំនឹងយកខៀវថ្ងៃមុននៅចាំទេ ទៀមទា ទៀមទា ហើយការទៀមទាដល់ពេលជឿមកគឺដូចគ្នាយើងរើសយកមិនដឹងអត្ថន័យអត់ អត់ ផ្ដោតត្រូវបានគេផ្ដោតយកចិត្តទុកដាក់ទៅលើអីមួយហើយឧទាហរណ៍ថាឥឡូវឡានអគ្គិសនីនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែពេញនិយមអញ្ចឹងហើយAV 車に注目されているត្រូវបានគេផ្ដោតត្រូវបានគេចាប់អារម្មណ៍ទៅលើអីមួយគេប្រើជួយពាក្យថា注目するនឹងហើយはいតើទៀតចូលដល់រូបគឺបានសម័យសៀងហៅសានお願いします6番道が混んでいてខ្សែអីプラプラ運転するしかなかった តោះមានអ្នកច្បាស់ហើយអាចរើសចម្លើយត្រូវមួយ ចង់បាំងសេ 4 ចង់បាំង នរចេះពីនរដល់គ្នា យឺតយឺត ยืด កើមណាហើយអញ្ចឹងដូចនៅក្នុងភាសាខ្មែរយើងមានពាក្យកើមយឺតមួយហ្នឹងឯងអញ្ចឹងតើតើមួយនឹងលបឿនយឺតគឺជាទូទៅយើងប្រើជាមួយនឹងពាក្យថានរហើយអញ្ចឹងដោយសារតែនៅក្នុងប្រយោគហ្នឹងគេថាមីជីកាខុនដេទេនរអ៊ុនតេស្រុស្កាណាកាតាហើយដោយសារតែផ្លូវស្ទះអញ្ចឹងហើយគឺមានតែបើកឡានយឺតចេញចម្លើយដែលត្រឹមត្រូវគឺលេខ4សូមចាំដល់គ្នានរពេលចានប្រើជាមួយនឹងលបឿនយឺត覚えておいてくださいតើទៀតលេខ1គូរុហើយចេះពាក្យគូរុអត់គូរុយើងវិលជុំវិញហើយវិលជុំវិញទៅមកហ្នឹងគឺគេប្រើពាក្យគូរុហើយនៅក្នុងអត្ថន័យបែបនេះហើយគាត់ដាក់ kanji ហើយឧទាហរណ៍ពេលដែលគេឲ្យ move យោឬក៏ move ខ្សែហ្នឹងហើយគូរុしてくださいឥឡូវនេះប្រើនៅក្នុងអត្ថន័យបែបនេះចុះដល់ពេល fura មួយគ្នាយើងយកមានអ្នកដឹងអត្ថន័យ ทิ้งทอ ទី ง ធំ ធីងធងណាពេលយើងវិលមុខពេលអីពេលយើងផឹកស្រាពេលល្ងាចហើយព្រលឹមឡើងហ្នឹងគឺធីងធងហ្នឹងប្រើពាក្យ fura ហើយតែពេលសុរៈនេះគឺដោយរលូនហើយកន្លែងហ្នឹងអាចដូចគ្នាជាមួយនឹងពាក្យមួយទៀតដែលយើងឧស្សាហ៍និយាយនិហុងហ្គអីគេ ពេរ៉ា ពេរ៉ាសុរៈហាណាសឹហើយនៅកន្លែងហ្នឹងគឺនិយាយដោយរលូនអត់តេហ្នឹងក៏ប្រើប្រាស់ជាមួយនឹងពាក្យនឹងដូចគ្នាដែរអញ្ចឹងតើតើមួយការនិយាយកន្លែងនេះបើសិនជាពេរ៉ាភិជាច្រើនគឺប្រើជាមួយនឹងការនិយាយតែសម្រាប់ពាក្យសុរៈក្រៅពីការនិយាយក៏អាចមានអត្ថន័យផ្សេងទៀតដែរអញ្ចឹង អសិនសេមកគឺអ៊ីគឺហ្នឹងរលូនដែរសេ ហើយមកគឺហ្នឹងគឺអីមួយទៅដោយរលូនអត់អាចប្រើជាមួយនឹងកិរិយាសព្ទទេឧទាហរណ៍ថា 勉強がうまくいきましたហើយកន្លែងហ្នឹងគឺយើងប្រើនៅខាងក្រោយវាមិនមែនដើរតួនាទីជាអូណូម៉ាតូពេដូចពាក្យនេះទេហើយឧទាហរណ៍ថា仕事がうまくいってるការងារទៅដោយរលូនអត់តែយើងអាចនិយាយថា仕事はペラペラですかកន្លែងហ្នឹងគឺអាចប្រើប្រាស់បានដូចគ្នាទេហើយឧទាហរណ៍ថា恋人とうまくやってるហើយនៅកន្លែងហ្នឹងប្រើជាមួយពាក្យうまくហើយいくតោះចេញយើងជួបអូណូម៉ាតូពេមួយថ្ងៃប្រហែលជា6 7ដែរអញ្ចឹងសូមចំណាំទៅនៅក្នុង N3 ប្រហែលជាមានអត់ច្រើនទេប្រហែលជាខ្ទង់100អីហ្នឹងយើងចេះអស់ទៅគឺអូខេហើយ អត់ច្រើនទៀត
ちょっとだけ。はい。តទៅចុះដល់ណាណាបានសម័យសិពៅសានទី2ហើយអ្នកយើងមានសិពៅសាន2នាក់សិពៅសានទៅចូលថ្ងៃទី1នេះ読んでもらえますか7番4番先生。はい。はい。私はいつも8時50分に就職している。予算先生。就職している就職しているមានន័យថាម៉េចដែរ នឹងចូលធ្វើការមែនទេ ចូលធ្វើការだけどここちょっと違うねはい今 ABC 会社で就職していますはいとかមក使いますហើយបើសិនជានិយាយពីសកម្មភាពដែលយើងកំពុងតែធ្វើការងារនៅកន្លែងណាមួយណាហើយ ហើយអញ្ចឹងskin ច្រើនទេអ៊ី thôi ឈី នេះហើយ shipping shipping នៅកន្លែងនេះគឺចេញទៅធ្វើការងារណានិយាយសូវយល់ទៅនៅក្នុងអត្ថន័យហ្នឹងហើយ私はいつも8時50分に出勤しているはいអញ្ចឹងពេលថា出勤するហ្នឹងគឺធ្វើការងារឬក៏ចេញទៅធ្វើការងារយើងមើលមានអក្សរ D ឬនៅកន្លែងហ្នឹងណាហើយនៅអក្សរ kin នេះគឺអក្សរ kim អញ្ចឹងនៅក្នុងប្រយោគហ្នឹងគឺចម្លើយដែលតាមទៅលេខ1ខ្ញុំតែងតែចេញទៅធ្វើការងារនៅម៉ោង8:50នាទីហើយអញ្ចឹង答えは1番ですពេលថា就職គឺឧទាហរណ៍ថាឥឡូវយើងកំពុងតែធ្វើការនៅក្រុមហ៊ុនណាមួយហើយអញ្ចឹង就職គឺអគិមតៈយើងបានសម្រេចថាចូលធ្វើការនៅកន្លែងណាមួយនៅក្នុងករណីហ្នឹងគឺយើងប្រើជាមួយពេលថា就職ហើយសកម្មភាពស្វែងរកការងារអីក៏គេប្រើជាមួយពេលថា就職ដែរ就職活動とかもはいよく使いますはい労働ចេះពាក្យ労働អត់労働ការងារ労働時間とかも使いますねはい労働省ក្រសួងការងារក៏ប្រើជាមួយនឹងពាក្យទាំងដែរអញ្ចឹងនៅកន្លែងនេះគឺបកប្រែការងារដូចគ្នាក៏តែការប្រើប្រាស់វាគឺខុសគ្នាទាំងអស់ហើយដូចខ្ញុំលើកឧទាហរណ៍មកអញ្ចឹងរោដូជីកាំគឺសំដៅទៅលើពេលវេលាដែលយើងធ្វើការងារចាប់ពីម៉ោង8ដល់ម៉ោង5ល្ងាចជាដើមហើយ残業បកប្រែថាការថែមម៉ោងហើយតទៅចុះដល់8番សូមឲ្យចន្ទទៀងさんお願いしますnày dân sẽ sobaga sobaga សូបកណា đấy សូបក sobo xin so soboga soboga kazate kureta seta wa totemo attatakai 答えは dòng bán rồi 飾って、はい、飾ってくれたセーターはとても暖かい。まず、セーターわかりますかセータ អាយចាក់ ー。はい。អាវចាក់ですね。冬に着る。はい。セーター。セーターនឹងគឺសំដៅទៅលើអាវចាក់មកពីអំបោះបោះនោះគឺគេហៅថាសេーターហើយពាក្យថា飾るបកប្រែថាតុបតែងណាហើយ家にはい産業人形を飾ってありますហើយកន្លែងនេះគឺតុបតែងអីមួយនៅផ្ទះណាយើងប្រើពាក្យ飾りますដល់ពេលនៅកន្លែងនេះគឺសូបូកាណានីណានីកូរេតាសេតាហើយពាក្យថាសេតាបើនិយាយនៅក្នុងភាសាខ្មែរយើងដើម្បីឲ្យចេញវាបានគឺយើងត្រូវធ្វើអីគេដែរ ចាក់ ចាក់ហើយចឹងពាក្យចាក់យើងប្រើពាក្យអីគេដែរ មាន នេះ អា បាំង trời trời អ៊ីឈីបាំង 答えは1番ですね。はい。編んでくれた。はい。មកពីពាក្យអីគេដែរ編んでね អាមីម៉ា មើលមីម៉ា 編みますねはい編みますហ្នឹងគឺបកប្រែថាចាក់ណាហើយចាក់មួកចាក់អាវចាក់កសែងអីផ្សេងៗហ្នឹងគឺគេប្រើជាមួយនឹងពាក្យហ្នឹងអញ្ចឹងបែរទៅជាតិខេទៅជា ande វិនដេ kureta អាន ហើយ ដេ អញ្ចឹងអាវចាក់ដែលលោកយាយរបស់ខ្ញុំចាក់ឲ្យខ្ញុំហ្នឹងគឺពិតជាកក់ក្ដៅខ្លាំងណាស់អញ្ចឹងយើងប្រើជាមួយពាក្យថា ande មកពីពាក្យថា amimas ហើយពាក្យទី2 nute មកពីពាក្យ nurimas បកប្រែថាបច្ច័យ nurimas លៀប លាបណាហើយគ្រីមមកនៅលាបលេលាបអីផ្សេងៗហ្នឹងគេប្រើជាមួយនឹងពាក្យនេះតែពេលគឺមីតាត់ទេរគឺមានន័យថាផ្គុំយើងផ្គុំទូគុំតុកពេលដែលយើងទិញមកឲ្យដំឡើងវាឡើងវិញហ្នឹងគេប្រើជាមួយពាក្យគឺមីតាត់ទេរ អសិនសេនៅទេអត់មកពីពាក្យថាដេទេសេ 塗りますちょっと待ってください
ពាក្យ day ដូចជាមានបើសិនជាមានខណ្ឌជីបែងចែកដែរណាហើយ អាហ្នឹងបើយើងប្រើថាលៀបទៅដូចឆ្ងាយពេកឆ្ងាយពីប្រយោគហ្នឹងពេក អត់ប៉ុន្តែដោយសារតែវាអត់ដាក់ខណ្ឌជីពាក្យនៅរឿងហ្នឹងបកប្រែថាលៀបមួយដែរក៏តែពាក្យ day ពាក្យដើមរបស់វាគឺなんだろうនឿយます。そうですねはいそれもありますねនឿយますមកពីពាក្យនៅក៏បំបីទៅជាតេខេដូចគ្នាទៀតហើយអញ្ចឹងមាន day ហើយនឹងលៀបបើសិនជាដាក់ខណ្ឌជីមកគឺយើងអាចបែងចែកគ្នាដែរណាហើយអញ្ចឹងនៅកន្លែងនេះគឺយើងអាចចំណាំទៅតាមខណ្ឌជីរបស់វាមកអាចមានពាក្យនឿយមកហើយនឹងនឿរអញ្ចឹងពាក្យនឿរប្រហែលជាប្រើច្រើនបើអ្នកធ្វើការខាង day អាចប្រហែលជាអាសាជួបជាមួយនឹងពាក្យនឿយមកនឹងច្រើន次ちょうど9番。9番様、なっさんお願いします。なっさんいますかあれសូមស្ដាប់ទៅដឹងថ្ងៃនឹងទៅស្រាប់ហ្នឹងសូមឲ្យ date さん9番お願いします。あ、そうね。ねごめんなさい。これに捨てて慣れていたかわいそうな猫を拾った。2番です。 2番。かわいそうな猫を拾った。はい。かわいそうមានន័យថាមិនដែរ こうい គឺ う អាហ្នឹង គួរឲ្យអាណិតねはい公園に捨てられていたかわいそうな猫を拾ったはい捨てられていたមានន័យថាមិនដែរ ត្រូវបានអង្គុយ ត្រូវបានគេបោះចោល ត្រូវបានគេបោះចោលហើយហ៊ីរ៉ូតាមកពីពាក្យហ៊ីរ៉ុយមកបកប្រែថារើសណាហើយខ្ញុំបានរើសសត្វឆ្មាដល់គួរឲ្យអាណិតដែលត្រូវបានគេបោះចោលនៅសួនហើយអញ្ចឹងយើងប្រើជួយពាក្យថាかわいそうなちょっと答えは2番ですねはい意地悪បកប្រែថាមិនដែរ意地悪 ធ្វើបាប ធ្វើបាប はいធ្វើបាបណាはい恐ろしい恐ろしいដែលគួរឲ្យភ័យខ្លាចដែលគួរឲ្យខ្លាចហើយអូសូរ៉ូស៊ីជីកេឧទាហរណ៍ថាមានគ្រោះថ្នាក់ចរាចរណ៍មួយបុកអីរហូតដល់មើលធ្វើឲ្យយើងមើលទៅព្រឺហើយនៅកន្លែងនេះគឺអូសូរ៉ូស៊ីជីកេទៅកាមស្កៃមកស្នេះនេះលេខ4នេះកាយហើយលវិញកន្លែងតេតទៅមួយរសជាតិចឹងគាត់តែបាននេះបានですយើងចូលដល់លេខ10ហើយとですねលេខ10សូមឲ្យមនសានお願いしますはいぜゆうばんはまくらになる答えは3番はいខ្ញុំសេស្រាប់បានតែមកក្រានីណារនៅខាងមុខមិញយកចម្លើយមួយណាដែរ 答えは3番答えは3番はい日が沈むとこの辺りは真っ暗になるはい来にあんたこの辺かはいこの辺តោះគ្នាយើងយកចម្លើយមួយណាដែរ ចេះ នេះបាន Sam băng 3បាទ沈むបកប្រែថាម៉េចដែរលិច លិចទេលិច ថ្ងៃថ្ងៃលិចលិចហ្នឹងលិចមិនដែរ លិចបាត់ លិចបាត់ឬក៏លិចឃើញ លិចបាត់ លិចបាត់ណាហើយ បាត់ はい日が沈むとこの辺は真っ暗になるអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ3番ですហើយយើងប្រើជាមួយពាក្យ 沈むដូចទីហោលិចទុកលិចកប៉ាល់អីក៏គេប្រើជាមួយពាក្យ 沈むនឹងដែរហើយអញ្ចឹងនៅពេលដែលថ្ងៃលិចទៅនៅម្ដុំនេះគឺប្រែទៅជាងងឹតឆឹងតែម្ដងពាក្យថា真っ暗ជាពាក្យ真っ暗ណាហើយងងឹតឆឹងតែម្ដងមកយកលេខ2ស្គីរឡើយហ្នឹងគឺហួសពេលហើយ ចរល លេខ1សឹមមើលបកប្រែថាម៉េចដែរ សួរបន្តទេ សឹមមើល សួរ លេខ1払い済みとかも使いますよねはいស្មើគ្នាជាមួយនឹងពាក្យអីគេដែរសឹមមើលនេះដែលលើពាក្យហ្នឹងអត់ អត់ទេ ស្មើគ្នាជាមួយនឹងពាក្យថា over ឬ a មានですねហើយចប់រួចរាល់ណាហើយភាសាច្រើនគេប្រើប្រាស់ជានាមច្រើនណាស់ហើយឧទាហរណ៍ថាតូដែលជួបពាក្យនេះអត់使用済みとか聞いたことがありますか
ไหน à ណៃ ណៃ ไอซึมิตกะไงแล้วนั่นคือเพจจานเกย์บำบัดเวทจีเนียบเนาะก่อนแต่เนื้อไปเดี๋ยวปลาแต่ไอ้คือเปียดาวมาฟิมาไปปิดท่าซึมิมาใส่ยังซิโยซึมิฮารายซึมินั่นแหละนี่คือไปเดี๋ยวบุกอยู่มวยหนึ่งเปียบเซนถ้าวิไทม์เต็นแต่เดี๋ยวไปเวียดเนอร์แต่ไอ้จีเกย์ยาซับคือมาไปปิดท่าซึมิมาใส่ด้วยเปียโรเนอร์จังแล้วก่อนแต่การจีบเอาเว็บเซนกันนี่ยังสมตัวการจะนำต่อกันนี่อัตนายวิคือมีให้จับด้วยดอกเอาที่เขาท่าあの仕事は済みましたかនៅឡើយនេះចង់សួរថាការងារនឹងចប់ហើយនៅស្មើគ្នាជាមួយពាក្យ 終わりましたかはいកាតាមកគឺចេះពាក្យកាតាមកគឺអត់ផ្អៀងហើយដល់ពេលមីមៀវកាតាមកគេឬផ្ទៀងត្រជាស្ដាប់ហើយអញ្ចឹងពាក្យកាតាមកគឺទៅទេបកប្រែថាផ្អៀងឧទាហរណ៍ថាថៃហ្វឺដេអ៊ីកាតាមួយទីឬហើយដោយសារតែខ្យល់ព្យុះនឹងផ្ទះបានផ្អៀងតោះចុះដល់លេខ11សម័យហនសានお願いしますあ、私です。11番。まだ着られる服を捨てているのはもったいない。答えは何番？はいもったいないもったいないមានន័យថាម៉េចដែរ ជាជា อยากជាហើយឬក៏អញមានអត្ថន័យមួយទៀតគួរឲ្យស្រែកវិញមកដាក់គិរារេឬហ្វុកូស្តេរណូមកតៃណៃការដែលបោះចោលសម្លៀកបំពាក់ដែលនៅអាចពាក់បានគឺពិតជាខ្ជះខ្ជាយមែនហើយតោះចេញចម្លើយគឺសាបងស្មារណៃជាពាក្យស្មារណៃដល់គ្នា ធុញទ្រាន់ ធុញទ្រាន់ផ្ទុយជាមួយនឹងពាក្យអីគេដែរ អមស៊ីរយ 面白いですねហើយចុះដល់ពេល汚いចេះដល់គ្នាណា ក៏ ហើយលេខ4គឺដារណៃមានន័យថាម៉េចដែរ ថោតល្ងងវិញទៅ ឆាតល្ងងវិញពាក្យហ្នឹងមានអត្ថន័យច្រើនហើយទីមួយអាចមានអត្ថន័យថាគឺដារណៃហាណាស៊ីហើយអត់មានន័យអត់មានប្រយោជន៍ប្រើជាមួយពាក្យគឺដារណៃហើយអត់មានតម្លៃអត់មានន័យក៏ប្រើជាមួយនឹងពាក្យហ្នឹងដែរហើយក៏មានអត្ថន័យមួយទៀតស្តៀងគ្នាជាមួយនឹងពាក្យថាស្មារណៃដូចគ្នាដែរហើយឧទាហរណ៍គេនិយាយច្រើនឧស្សាហ៍និយាយច្រើនហ្នឹងគឺដារណៃហាណាស៊ីយោហាណាសាណៃទេហើយកុំនិយាយអារឿងអត់បានការរឿងអត់បានប្រយោជន៍ណាប្រើជាមួយនឹងលក្ខខណ្ឌបែបហ្នឹងច្រើនហើយដែលអត់មានប្រយោជន៍ដែលអត់មានន័យ そういう意味でよく使う。くだらないことばっかり言っている。はい。ក៏ប្រើពាក្យទាំងច្រើនដែរហើយតោះមកដល់ត្រឹមហ្នឹងមានលេខណាអត់តឬក៏អត់ច្បាស់អាចធ្វើការសួរបញ្ជាក់បានមុនចូលដល់លំហាត់ខាងក្រោមទៀតありませんかありませんはいតោះតទៅទៀតចូលដល់មុនដៃលេខ2នៅលេខនេះគឺលំហាត់យើងជ្រើសរើសពាក្យដែលមានអត្ថន័យស្រដៀងគ្នាណាហើយសម័យសុភានさんお願いします1番មិនចេះហៅឈ្មោះត្រូវអត់សុភានគីន con sao đến sẽ sụp hoan con សុ sân ភ័ dậy ណ្ឌណា dạ お願いします sân dậy là sao con sợ toàn tin chụp hơi mơ sợ đảnh ở toàn mang chụp hơi អានបានអត់អញ្ចឹង chăm tin tin mua yên sẽ ហើយ conoce seki nara kiho no daigaku ni អាហ្នឹងមែនទេស្អី ការុហើយ ការុដេសូ ហើយហើយនេះអានថា kibo ណាយើងតែជួបឲ្យមុនហ្នឹងមិញ konosei seki nara kibo no daigaku ni karu desho ហើយឥឡូវយើងមើលពាក្យការុតើត្រូវនឹងពាក្យមួយណាដែរនៅខាងក្រៅត្រូវចម្លើយឃើញអត់បើដល់អាចសុំជំនួយបានសុំសេ はい皆さんは答えどれですか3番ដែរ 1番 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 ទេ 1番 មិញ ទៅ និយាយយកសានបាំងណាគេយកសានបាំងខ្លះថ្ងៃមកជួបសេពាក្យថាការុស្មើគ្នាជាមួយនឹងពាក្យថាគោកាគឺសរទីនេះហើយមានន័យថាប្រឡងជាប់ណាអញ្ចឹងនៅឡើយនេះគឺមិនមែនម៉ូស្កូមីនោះទេហើយ តទៅគោកាគឺឲ្យបានសេកោសឺរ
そう合格ให้มัน成功するតែពេលយើង成功するហើយมันយើងចោះឈ្មោះហ្នឹងហើយ តគ្នា ចឹងចម្លើយដែលត្រឹមត្រូវគឺ1番ですね合格するអញ្ចឹងពាក្យឧការុក៏គេនិយាយច្រើនដែរនៅក្នុងភាសានិយាយប្រហែលជាយើងឧស្សាហ៍ជួបតែពាក្យ合格អីច្រើនក៏តែនៅពេលក្នុងភាសានិយាយហើយ試験に受かったはい N3 に受かりましたとかもよく使いますはいចឹងសូមចំណាំទុកពាក្យហ្នឹងផងមានអត្ថន័យថាប្រឡងជាប់ពាក្យហ្នឹងគឺជាជីដូស៊ីរបស់ពាក្យឧការុពាក្យថាឧការុទទួលការប្រឡងដល់ពេលយើងទទួលការប្រឡងហើយជាលទ្ធផលគឺយើងប្រឡងជាប់ចឹងបដូរទៅជាឧការុវិញពាក្យថាសេសេកិគឺលទ្ធផលទេលទ្ធផលនៅក្នុងការសិក្សាជឿថាបើសិនជាលទ្ធផលសិក្សានេះប្រហែលជាអាចនឹងជាប់នៅសាកលវិទ្យាល័យដែលចង់ចូលរៀនគីបូណូដៃកាគឺសំដៅទៅលើសាកលវិទ្យាល័យដែលយើងចូលរៀនចង់ចូលចឹងឧទាហរណ៍ពេលចប់ថ្នាក់ទី12អញ្ចឹងគាត់មានបំណងចង់ចូលរៀននៅសាលាណាមួយអញ្ចឹងកាលហ្នឹងគឺគេហៅថាគីបូដៃកាគឺはいតទៅទៀតចូលដល់លេខ2សូមឲ្យលីអឺសានお願いしますこの道は狭いので、あなたに狭いので速度速度を落としてね。はい落として落として運転した方がいい。はい。នឹងយកលេខ4ណា speed độ はいスピードពាក្យថា速度គឺអក្សរ早いហើយនិងអក្សរđộですねどうですかគ្នាយើងពាក្យ速度បកប្រែថាម៉េចដែរ ពីដូហ្នឹងឯងសិ លបឿនទេ ពីដូですねអ្នកនៅជប៉ុនអីអាសាឃើញអត់សុគូដូអូតូសេហើយនៅតាមផ្លូវតាមអីហ្នឹងគឺគេដាក់ពីច្រើនគេប្រើសុគូដូនឹងតែកន្លែងខ្លះក៏ប្រើជាមួយពាក្យ speed ដូដែរហើយពាក្យថា speed ដូអូតូសមានន័យថា បន្ថយល្បឿន speed down ហើយបន្ថយល្បឿនですねដោយសារតែផ្លូវនេះគឺចង្អៀតអញ្ចឹងហើយគួរតែធ្វើការបើកបរបន្ថយល្បឿនអញ្ចឹងពាក្យថាសុគូដូស្មើគ្នាជាមួយនឹងពាក្យថា speed ដូចម្លើយគឺយ៉ងបាត់ហើយ 速度គឺអាហ្នឹងហិរ៉ាកាណាវាជីសៃយកហ្នឹង អត់មានទីស្អីយ៉ាងសុគូដូហើយ 速度 ត3អក្សរណាហើយសុគូដូពួកយើងចេះផ្លូវល្បឿនលឿនជប៉ុនគេថាមិនដែរ 高速高速ですねはいតោះពាក្យថៃមើលបកប្រែថាម៉ោងឬក៏ពេលវេលាហើយថៃមកខាដូទៅកាមកហើយការវាយម៉ោងការអីពេលយើងចូលធ្វើការនៅក្រុមហ៊ុនហ្នឹងគឺគេប្រើជាមួយពាក្យថៃមកខាដូហើយ energy ធម្មពលហើយដល់ពេល rhythm គឺចង្វាក់ហើយ rhythm ចង្វាក់ភ្លេងចង្វាក់អីហ្នឹងគឺប្រើជាមួយពាក្យ rhythm ស៊ីគីចូលដល់3番ម៉ាឡាសានអាចអានបានទេ はい、じゃない。3番。寝ている息子にそっと毛布をかけた。答えは、4ហ្នឹងមានត្រូវមួយ ちょっと待ってください。អត់ទេ 2番がぐらい。2番急いで急いで。 បញ្ញាប់ទៅក្របភួយទៅលើកូនប្រុសដែលកំពុងតែគេងហើយហើយនេះបានជាចាំបាច់បញ្ញាប់ ごめんなさいね。1番。 ហើយពេលថាសុតតហើយសុតតនោះគឺបកប្រែ はい、បកប្រែថាថ្នមថ្នមですねអត្ថន័យរបស់វា 外。 អញ្ចឹងបើសិនជាថ្នមថ្នមស្មើគ្នាជាមួយនឹងពាក្យអីគេដែរ ជីសិកា 静 はい か。 ស៊ីហ្សកានីですねដោយស្ងាត់ស្ងាត់ដោយថ្នមថ្នមណាហើយ寝ている息子にそっと毛布をかけたហើយ毛布をかけるបកប្រែថាដណ្ដប់ភួយណាហើយអញ្ចឹងបានធ្វើការដណ្ដប់ភួយថ្នមថ្នមឲ្យកូនប្រុសដែលកំពុងតែគេអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ1番ですねស៊ីហ្សកា急いでប្រញាប់少しបន្តិចហើយきちんとឲ្យបានត្រឹមត្រូវតទៅទៀតចូលដល់លេខ4លេខ4សូមឲ្យសិពៅសាទហើយ1番最初に戻りますはい。この部屋は散らかっている。じゃあ、じゃあ、散らかっている。はい。ゴミが散らかっているとかも使いますよね。はい。ឥឡូវសិនใจបកប្រែឲ្យពាក្យហ្នឹងគឺរាយប៉ាយណាអត្ថន័យរបស់វាអញ្ចឹងអាចយកចម្លើយមួយណាដែរ
មានអ្នកយកចម្លើយប៉ុន្មានដែរមានអ្នកយកចម្លើយឃើញហ្នឹង ខ្ញុំយកទី2សិនសេ យកលេខ2ហើយហើយនេះអានថា ប៉ុ ម៉េ ន្ ច តែ ដែរ អ លេខ ត់ដឹង 2នេះ មិនដឹងត្រូវខុសហ្នឹងទេ ខ្ញុំចូល មុ លេ ន ខ នេះមានអ្នកយកលេខ3ហើយឥឡូវពាក្យហ្នឹងបកប្រែថារាយប៉ាយណាបន្ទុកនេះគឺរាយប៉ាយរញ៉េរញ៉ៃណាហើយឥឡូវយើងមើលលេខ1 monogatsuku nakute hiroku kanjiru ហើយរបស់តិចហើយមានអារម្មណ៍ថាទូលាយលេខ2 monogaseri sarezu achikochi ni aru ហើយអីវ៉ាន់ហ្នឹងអត់ត្រូវបានរៀបចំហើយមាននៅនេះផងមាននៅនោះផងលេខ3 daremo sunde inakute shizuka da ហើយគឺមិនដែលស្ងប់ស្ងាត់អត់មានអ្នកគេរស់នៅទេលេខ4 hito ga hasamateru urusai ហើយមានមនុស្សជុំគ្នាហើយថ្លង់ នេះបាំង ចឹងចម្លើយដែលត្រឹមត្រូវគឺ នេះបាំងដែរ នេះបាំ នេះ ង បានですねはい អត់ monogaseri ឲ្យខ្ញុំ sarezu ទេ achikochi ni ហើយអារឹចឹងពេលប្រឡងអត់ចេះក៏ដោយក៏ត្រូវតែគូសយកចម្លើយមួយដែរណាកុំនៅគិតច្រើនឲ្យខាតពេលហើយអញ្ចឹងវាថា chiragateru ហើយគឺបកប្រែថារាយប៉ាយរញ៉េរញ៉ៃឧទាហរណ៍ដាក់សម្រាមដាក់អីពេលក្អែកចឹកអីហ្នឹងក៏គេតែងតែនិយាយថា gomi ga chiragateru ហើយអញ្ចឹងគាត់តែវ៉ានេះបានです最後ចូលដល់លេខ5សូមឲ្យមីងលីសានお願いしますはい。ホテルのサービスはひどかった。まあ、あまり良くなかった。答えは一番です。一番はいជាពី hidoi អត់បកប្រែថាមិនដែរ ពីដោយនឹង សម្បើមមែនទេ សម្បើមហើយ ខ្លាំងសម្បើម ខ្លាំងសម្បើមហើយ hidoi ですねហើយ雨がひどいですねとかも使いますよねប៉ុន្តែបើសិនជាប្រើនៅក្នុងលេខនេះតកតងជាមួយនឹង service សេវាកម្មគឺមិនល្អទេហើយយកខ្លួនឯងអាហ្នឹង amari ឬក៏ totemo បើពាក្យ hidoi ឯង តូតេម៉ូហ៎ totemo ណាហើយតែនៅក្នុងនោះឲ្យមាន totemo អញ្ចឹងយើងយកមួយណាទៅ អាលេខ ខ្ញុំយកទី3សិនសេ ហើយជាពាក្យ hijoni អត់ គេយកទុកគឺនេះអេសិនសេ totemo という意味ですね hijoni អា ហើយ តតែមក ហើយ hijoni ហ្នឹងគឺខ្លាំងណាស់អត្ថន័យរបស់វាពាក្យហ្នឹងអានថា hijoni ហើយ អាហ្នឹងហ៊ីជូហ៊ីជូអសន ហ៊ីយ៉ូហ៊ីយ៉ូ ហើយអញ្ចឹងសូមចាំពាក្យហ្នឹងទុកទាំងអស់គ្នាផងហើយនៅកន្លែងហ្នឹងគឺ totemo warukata という意味ですねអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ3បាទអញ្ចឹងអត់ប្រើ amari នោះទេតែពាក្យ hidoi គឺធ្ងន់ខ្លាំងមកហើយអញ្ចឹងគេថាសេវាកម្មរបស់សន្តាគារនោះគឺពិតជាអាក្រក់ខ្លាំងមែនទែនអញ្ចឹងពេលថា hidoi នោះគឺសម្បើមខ្លាំងណាស់ប៉ុន្តែនៅក្នុងលក្ខខណ្ឌហ្នឹងគឺមានអត្ថន័យថា totemo warukata という意味ですはいはいតោះここまで何か質問ありますかយើងចាប់មក問題ទៀតអីពីរ問題ហើយមានอะไรញ៉ាំតអត់គ្នាយើងតែយល់ មិនសេកន្លែងហ៊ីដយហ្នឹងខ្ញុំអត់ទាន់ច្បាស់ទេ ហើយអត់ច្បាស់ឡើងណាដែរ អត់ច្បាស់ ពា ថា ក្យថា hidoi គឺអត្ថន័យរបស់វាអាចប្រែប្រួលអាស្រ័យទៅលើស្ថានភាពដែលយើងប្រើប្រាស់អញ្ចឹងឧទាហរណ៍បើសិនជាខ្ញុំលើកឧទាហរណ៍មុនអញ្ចឹង雨がひどいですね風がひどいですねនៅកន្លែងហ្នឹងគឺទៅជាអត្ថន័យមិនវិញតても លៀងនឹងខ្លាំង បើសិនជាប្រើមួយភ្លៀងមួយខ្យល់ទៅចូលអត្ថន័យវ៉ារុយឬក៏អីគេ ទៅតែមក sujoi ですねអត្ថន័យរបស់វាហើយអញ្ចឹងនៅកន្លែងហ្នឹងគឺបើយើងបើបកន័យចំគឺខ្លាំងសម្បើមអត្ថន័យរបស់វាហើយអញ្ចឹងបើសិនជាប្រើមួយភ្លៀងមួយខ្យល់អីហ្នឹងគឺមានន័យថាខ្យល់ខ្លាំងភ្លៀងខ្លាំងតែបើសិនជាប្រើជាមួយនឹងសេវាកម្មប្រើជាមួយនឹងអីផ្សេងៗគឺនៅក្នុងន័យអវិជ្ជមានគឺអាក្រក់ខ្លាំងហើយឧទាហរណ៍តកតមួយការនិយាយស្ដីការប្រើប្រាស់ពាក្យសម្ដីអីមួយលើសជ្រុលពេកគឺគេប្រើជួយពាក្យថា hidoi desu ne ហើយនៅកន្លែងហ្នឹងក៏ប្រើប្រាស់នៅក្នុងលក្ខខណ្ឌបែបហ្នឹងដែរអញ្ចឹងស្ថិតនៅក្នុងស្ថានភាពមួយដែលវាធ្ងន់ធ្ងរខ្លាំងលើសពីធម្មតាគឺគេប្រើជួយនៅពាក្យថា hidoi ហើយចំពោះស្ថានភាពប្រើប្រាស់របស់វាទូលំទូលាយអាចប្រើប្រាស់បានច្រើនអញ្ចឹងតើតើយើងមើលទៅតាមស្ថានភាពរបស់វាមួយយើងអត់អាចបកប្រែតាមអត្ថន័យបាននោះទេ はいぜありがとうございます はい他に大丈夫かななければ、はい、続きましょう。នេះចូលដល់3日目ហើយប្រភេទលំហាត់ដដែលទេយើងនៅសល់3ដងទៀតពីនៅកន្លែងនេះគឺយើងរើសជាមួយនឹងពាក្យដដែលហើយさっき誰が読んだっけ
はいただちょっとលេខ1មកសម័យម៉ានសាន1番お願いしますはい。タップルの水と調味料を入れた鍋で、あんたまですね。野菜野菜。あ、そうか。鍋で野菜を煮る。はい答えは2 2番です。2番はいតោះនៅឡើយនេះយក2番នេះឬបកប្រែថាម៉េចដែរ 煮るនឹងដាំឲ្យពុះ là mày phú hay anh bảo bài là ngao rồi có đồng ngọt bạn này hay tappuri no mizu to choumiryo ireta nabe de yasai o niru hay mà cho nên lại nó cứ bảo bài là ngao rồi có đồng ngọt hay nó càng cao nhưng mình là xe bị mùi tiết và hai chị nên chế là bị thay dư đề được bài chạy bị pi đằng đại á dư đề được hay đằng niru យើងដេរនឹងស្រស់ហ្នឹង sau đó mình ngao bạn là cháu nhưng ở đây nhưng sau bông tia bông món rồi có nhưng ngao bông tia bông món Ngao chân trời. ngao hay cháu nhưng ai prani được bạn ạ បាន Dư đê rước ơi chân trời. យឺតទេឥឡូវពាក្យពីរហ្នឹងខុសគ្នាមិនអាចមានតែគេបែងចែកដាច់អត់ហើយបើសិននៅគ្នាយើងនិយាយមកគឺយើងឆាប់ចាំបើផ្សេងនិយាយទៅប្រហែលយើងអត់សូវចាំ និរឺនឹងសម្រាប់ស្ងោររយៈពេលវែងមែន ហើយនេះយើងស្ងោរតឡងស្ងោរអីរយៈពេលវែងនេះក៏ខ្លីយើងប្រើមួយណាដែរ ស្ងោរបែបនេះរឹកហ្នឹងស្ងោរ នេះរឹ បែប ក ស្លដល់ពេលយើងដេករឹកហ្នឹងស្ងោរបែបម្ហូបបែបដូចពងទាដលងអីចឹងទេ はいそうですねអញ្ចឹងវាថាយឺតទេឬបើសិនជានិយាយឲ្យស្រួលយល់ទៅគឺស្ងោរតឡងស្ងោរសណ្តែកដីស្ងោរពងមាន់ស្ងោរអីរបៀបថាអត់មានដាក់គ្រឿងដាក់អីអត់មានដាក់បន្លែដាក់អីគឺយើងស្ងោរតែអាហ្នឹងមួយមុខហ្មងហើយគេប្រើជាមួយនឹងយឺតទេឬដូចពាក្យពងទាស្ងោរពងមាន់ស្ងោរគេប្រើអីគេដែរយឺតទេ យឺតេតាម៉ាហ្គោបាយញ៉ាំយឺតេតាម៉ាហ្គោនៅខូមីនីនៅអី Lọc nhâm អ chân ញ្ចឹងបើសិន trời. ជាពាក្យថានីរឹកហ្នឹងដូចខ្ញុំនិយាយមុនអញ្ចឹងវាមានអត្ថន័យថាស្ងោរផងរងាស់ផងអញ្ចឹងនៅក្នុងហ្នឹងមានបន្លែមានគ្រឿងដាក់ចូលនៅក្នុងហ្នឹងគេប្រើជាមួយនឹងពាក្យថានីរឹកហើយឬក៏នីខូមមួយទៀតក៏ប្រើនៅក្នុងអត្ថន័យថាស្ងោររងាស់នឹងដែរហើយអញ្ចឹងពាក្យពីរហ្នឹងគឺសូមចំណាំទុកផងហើយបែងចែកដាច់យឺតេរឹកហើយនឹងនីរឹកចាំថាយឺតេរឹកគឺអត់មានគ្រឿងអីដាក់ស្ងោរតែអាហ្នឹងមួយមុខទេស្ងោរសណ្តែកដីស្ងោរពងមាន់ស្ងោរពងទាអីជាដើមហើយ នៅខាងមុខនេះមានពាក្យថាថាពុរិខ្ញុំទៅសេឲ្យហីថាពុរិហ្នឹងគឺថាក់សានណាអត្ថន័យរបស់វាច្រើនគួរសមអត្ថន័យរបស់វាហើយអញ្ចឹងប្រយោគហ្នឹងគឺគេចង់មានន័យថាធ្វើការស្ងោរបន្លែដោយប្រើឆ្នាំងដែលមានដាក់អីគេគ្រឿងទេសហើយនឹងទឹកច្រើននៅក្នុងហ្នឹងណាឈូមីឌីអូបកប្រែថាគ្រឿងទេសណាហើយពេលថាគ្រឿងទេសមានស្ករប៊ីចេងហើយអំបិលអីផ្សេងៗហ្នឹងនៅក្នុងឈូមីឌីអូហ្នឹងឯងហើយពេលថាយ៉ាគឺបកប្រែថាអាងឬក៏ដុតអាគេឬនេះបកប្រែថាម៉េចដែរ បំពង បំព បង ង បងហើយ បំពង ពេលយើងចេះពាក្យ age banana អត់ ចេញបង ឡង Chị chạp. ពីឆាប ចេះជៀនហើយ Chị chạp. អ៊ីតាមេឬបកប្រែថាឆាណាហើយ ថា ហើយចឹងពាក្យថា age ឬហើយ karage ទៅក៏មកអានេះមកសិនហើយ karage គឺសំដៅទៅលើមាន់បំពងហ្នឹងអញ្ចឹងគឺមកពីពាក្យហ្នឹងមកអញ្ចឹងយើងចេះ5ពាក្យអីយ៉ាគឺនីរឺយូដេរឺ age ឬហើយនឹងអ៊ីតាមេរឺចឹងសិតតែពាក្យដែលយើងត្រូវប្រើពេលដែលយើងធ្វើម្ហូបចឹងសូមធ្វើការចំណាំទុកតគ្នាហើយ ក៏ទៀតចូលដល់លេខ2សម័យសុំសានお願いしますはい2番ゴミが臭いから捨てに行ってください答えは3番です臭い ហើយខ្សែនេះទៅជាមួយនឹង e におい いいねおい はいゴミが臭いから捨てに行ってくださいហើយពាក្យថាខ្សែបកប្រែថា ស្អុយ ស្អុយហើយដោយសារតែសម្រាមស្អុយអញ្ចឹងហើយសូមយកវាទៅបោះចោលហើយលេខ1សាវ៉ាហ្គាស៊ីបកប្រែថាម៉េចសាវ៉ាហ្គាស៊ី Cho chân trời. ហើយ Ọt chè bằng. ចេះពាក្យនេះនីហ្គាកា នេះកាស្ងប់ស្ងាត់ Ồ. ហើយនឹងគឺអឬក៏សំឡេងខ្លាំងណាតែនៅកន្លែងនេះគឺនិយាយអត្ថន័យរបស់វាគឺស្តៀងគ្នាជាមួយនឹងពាក្យថាទេពាក្យឬស័យដល់គ្នា ចេះ Chè chân trời. ហើយរញ៉េរញ៉ាយអ៊ូអថ្លង់ប្រើជាពាក្យថាឧរស័យ Vâng, là xì. លេខ2 Hageshi ហើយ Hageshi ហ្នឹងគឺខ្លាំង
សម្បើមហើយហ្នឹងគឺប្រើដូចគ្នាជាមួយនឹងពាក្យ hidoi ក៏ប៉ុន្តែពាក្យច្រើនអត់ប្រើប្រាស់នៅក្នុងអត្ថន័យអវិជ្ជមាននោះទេប្រើជាមួយភ្លៀងប្រើជាមួយខ្យល់ប្រើជាមួយអីហ្នឹងគឺ hageshi ame ហើយពាក្យដែលគេឧស្សាហ៍ប្រើប្រាស់ច្រើនមួយទៀតហ្នឹងគឺ hageshi undo ចេះពី hageshi undo អត់ Ageshi undo. ពេលដែលយើងឈឺពេលដែលយើងទៅពេទ្យទៅអីចឹងទៅពេទ្យគេតែងតែប្រាប់ឲ្យ hageshi undo ហើយពីកាយទៅកដាសាយ ហាត់ សូមជៀសពីការហាត់ប្រាណរបៀបយើងប្រើប្រាស់កម្លាំងខ្លាំងលើកដែកលើកអីធ្ងន់ណាអាហ្នឹងគឺគេហៅថា hageshi អញ្ចឹងពាក្យហ្នឹងតែឯងបកប្រែថាខ្លាំងសម្បើមនេះហើយដល់ពេលពាក្យខយគឺជួបគ្នាសាមុន Koi nang dat ដាត់ ដិតហើយក៏ចាស់ណាហើយកូហ៊ីណូអាស៊ីកាខយទៅកាមកស្កៃមកនេះហើយទៅទៀតចូលដល់លេខ3ស្មើរតនាសានお願いしますはい、3番。川で溺れた子供を助けました。答えは1番。 ហើយអូបូរេតាមានន័យថាលងទឹក លងទឹក ណាហើយ川で溺れた子供を助けましたបានជួយកូនក្មេងដែលលងទឹកនៅទន្លេនេះហើយអញ្ចឹងមកពីពាក្យថាអូបូរេរណាខ្ញុំចាំពីនេះតតគ្នាបងអាហ្វូរេតាមកពីពាក្យអាហ្វូរេរហើយ川がអាហ្វូរេរមានន័យថាម៉េចទៅហៀហើយហៀទឹកហៀអីនៅក្នុងទឹកឡើងពេញពេកអីចឹងទៅគេប្រើជាពាក្យថាអាហ្វូរេរហើយដល់ពេលអ៊ុយតាមកពីពាក្យអីគេដែរពេលនេះមកប្រើថាអណ្ដែតណាគឺកាបឺហ្នឹង うむ。 គឺគីម៉ាស់ណាពាក្យនេះអត្ថន័យពាក្យដើមមកវា Undat kluon na sensei. កន្លែងនេះគឺអណ្ដែតហើយអណ្ដែតលេចឡើងមកលើហ្នឹងគឺប្រើជាមួយពាក្យថាគីម៉ាស់ហើយគឺស៊ឺរេតាខូចត្រង់ត្រីអីយ៉ាម៉ាគឺស៊ឺរេទៅកាមកស្កៃមកបាក់ដីបាក់ភ្នំហ្នឹងគឺគេប្រើជាមួយនឹងពាក្យយ៉ាម៉ាគឺស៊ឺរេហើយដកគឺស៊ឺរេអញ្ចឹងយ៉ាគឺស៊ឺរេតានៅកន្លែងហ្នឹងគឺខូចត្រង់ត្រីដល់ពេលថៃចូលកាគឺស៊ឺរេដែលលើពាក្យហ្នឹងអត់ Aicho kuzureru. 聞い Lop た le ことがありますかはいក្លាប់លើនេះហើយ lop le pepe kon jayទៅស្ដាប់បកអត់ចាញ់ បកអត់ចេញណាហើយអញ្ចឹងពេលថាគឺស៊ឺរេហ្នឹងគឺបកប្រែថាខូចត្រង់ទ្រាយតែដល់ពេលមកនៅកន្លែងថៃចូលគឺស្ថានភាពរាងកាយអញ្ចឹងខូចស្ថានភាពរាងកាយគឺមានន័យថាមិនស្រួលខ្លួនណាក៏មុនយើងតែងតែនិយាយថៃចូលកាយុគណៃហើយមានន័យថាមិនដែរថៃចូលកាយុគណៃ សភាពមិនស្រួល ហើយសុភាពមិនស្រួលតែពេលដែលគេឧស្សាហ៍ប្រើប្រាស់ច្រើនមួយទៀតហ្នឹងគឺថៃចូលហ្វូរីយ៉ូហើយ ថៃចូលហ្វូរីយ៉ូហ្នឹងឧទាហរណ៍ថាពេលដែលយើងឈប់សម្រាកការងារឈប់អីអញ្ចឹងគឺយើងទៅសេប្រាប់ពីហេតុផលហើយ今日は朝から体調不良のため一日休ませてくださいអញ្ចឹងនៅកន្លែងហ្នឹងគឺអត្ថន័យដូចគ្នាមក体調が崩れる体調不良体調が良くないគឺសិតតែប្រើប្រាស់នៅក្នុងអត្ថន័យមក体調が悪いも使いません តែតែបើយើងបកយើងថាមិន មិនស្រួលខ្លួនហើយ មិនស្រួលខ្លួន はい。はい。តើទៀតចូលដល់លេខ4សូមឲ្យសៀងហៅសានお願いします អូសិនសេជប់អាហ្វឺមេតអាហ្វឺរេតាមិញ អាហ្វូរេតានោះហៀ ហៀ ហីហើយយ៉ងបាំង QQ សាណោ គឺឈឺឆាណូហើយពាក្យហ្នឹងដូចចេញប្រឡងកាលពី2ឆ្នាំមុន រីបនកាអូគីណាអូតូដេណាតេម៉ាស់តែវាឈីបាំងです自信がありますかអត់ないです ណា មានរូបជួយដៃអត់ ហើយរីបងបកប្រែថាបូហ្នឹងអញ្ចឹងមានន័យថាមិនទៅគឺឈាណូរីបងが大きな音で鳴っていますហើយ ចង់ដឹងពីអត្តន័យពីខាងមុខប៉ុន្តែអត់ចេះពី4ហ្នឹងដឹងថាឡាន ពេលដែលឡានពេទ្យ រោលលើ នេះ សំឡេងស គឺ រ៉ែន ចរ៉ែន លឺ ហ្នឹ សំ ង ឡេង ហើយ សារ៉ែនទៅ សារ៉ែន មើល យំបាំង ទេ អញ្ចឹងដឹងណាពាក្យសារ៉ែនណាហើយ Siren គេហៅថា siren ហើយអញ្ចឹងនៅកន្លែងនេះ Q 車のサイレンが大きな音で鳴っているហើយពាក្យថា鳴っているនៅកន្លែងនេះគឺរោណាអញ្ចឹងសំឡេងសារ៉ែនរបស់ឡានទៅគ្រប់បន្ទាន់នេះគឺរោដោយសំឡេងលឺអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺយំបាក់គេប្រើជាពាក្យថា siren ហើយ ខ្ញុំសូមពាក្យហ្នឹង silent ទេ ហើយមិនមែន silent ស្ងាត់ទេណា ស្ងាត់ ចេះតែពីអីគេ
bệ rự cần đăng hay rồi bê rự rô cần đại đăng nó cà phê màu rải nó chết hay hay Cái chẳng dân rị bóng thế chơi tặng bị ở này ọc chơi không thầy. rị bóng bồ hay bây giờ đặt cái đồ đã ấy nhưng do từ tròn này bị lời nó anh từ cái hào tha rị bóng rồi có xây cho chất dầu bồ tròn sợi nó từ cái hào tha rị bóng này nữa hay đó bé phong bự ní hay phong bự nó cứឧបករណ៍ដើម្បីដាក់នៅក្នុងពងទឹកពេលដែលទឹកឡើងមកវាឡើងមកលើដើម្បីកុំឲ្យវាហៀអាហ្នឹងគឺគេហៅថាផុំពឹកហ្នឹងដៃយកបើកណាពាក្យហ្នឹងពាក្យរឿងបច្ចេកទេសទីឲ្យផុំពឹកដល់ពេលគ្រីកគឺបកប្រែថាម៉េចគ្រីកគឺ Click. លើកឡើងនេះគឺចុចណាហើយយើងចុចម៉ៅកុំព្យូទ័រចុចអីផ្សេងៗហ្នឹងគឺគេប្រើជួយពាក្យថាគ្រីកគឺហើយ Click. តោះអញ្ចឹងចេះពាក្យ siren មួយណាហើយនៅតែពាក្យ siren ពាក្យហ្នឹងក៏ធ្លាប់ចេញពេលប្រឡងដែរអញ្ចឹងពាក្យនៅក្នុងនេះគឺអាចឧស្សាហ៍ជួបច្រើននៅពេលដែលយើងប្រឡងដល់ទៀតចូលដល់លេខ5ហើយយើងមានសំណួរអីមែន Ý sân thầy. ហើយលេខ5សម័យសិពៅសាន2人目のសិពៅសានសិពៅសានいますかやむសិពៅ何歳はい6番5番ごめんなさいお願いします5番あれは違うんせ入りたい会社これね入りたいね入りたい会社にសរសៃខ្ញុំរើសអត់ចេញផង ហើយរើសមួយមកពេលប្រឡងមកចេញលំហាត់ហ្នឹងមកយកមួយណាដែរ យកនេះបាន អត់ចាក់ខ្សែឬក៏ព្រាវ ព្រាវទេ ហើយអញ្ចឹងលេខ2គឺត្រូវណាហើយពួកយើងចេះពេល direct គីសអត់ វត្តរូប ពីវិញឯងចេះហ្នឹងស្មារប្រវត្តិរូបសង្ខេប ហើយហ្នឹងគឺប្រវត្តិរូបសង្ខេបណាគឺ CV ですね入りたい会社に履歴書を送るអញ្ចឹងមុនពេលដែលយើងរកការងារយើងចង់ដាក់ពាក្យទៅក្រុមហ៊ុនមួយណាគឺយើងត្រូវប្រើ履歴書គឺសំដៅទៅលើ CV ហ្នឹងណាយើងធ្វើការផ្ញើ CV ទៅក្រុមហ៊ុនដែលយើងចង់ចូលហើយថេគីកេងអ្នកជិះរថភ្លើងទៅធ្វើការមានប្រើថេគីកេងអត់ កន្លែងហ្នឹងគឺការរថភ្លើងបង់លុយប្រចាំខែណាគេហៅថាថេគីកេងបាទទាំងឡានក្រុងក៏បានទាំងរថភ្លើងក៏បានដែរតែនៅពេលដែលគេនិយាយវាច្រើនគេហៅកាត់ថាថេគីទេអញ្ចឹងបើសិនជាគេសំដៅទៅលើសបុតជីរថភ្លើងថេគីហ្នឹងគឺសំដៅទៅលើរថភ្លើងសបុតជីរថភ្លើងដែលគេបង់លុយប្រចាំខែអញ្ចឹងឧទាហរណ៍ថាគេជិះពីចំណត A ទៅចំណត B នៅក្នុងមួយខែហ្នឹងបើសិនយើងជិះធម្មតាយើងត្រូវបង់លុយម្ដងប៉ុណ្ណេះក៏តែគឺគេបង់តាមម្ដងទៅគឺអាចជិះបានដល់មួយខែពីរខែបីខែអាស្រ័យលើការបង់លុយរបស់អ្នកទិញអ៊ឺនតែមែនគោបានបើកបរដល់ពេល show តៃជូលិខិត Ý khát ai kinh. Thân chơi. Ốc chơi không thầy, ốc chơi không. លិខិតអញ្ជើញ chơi. ហើយ Lý ពេល khát ថា ăn show តៃ chơi. គឺបកប្រែថាអញ្ជើញណាដល់ពេល show តៃជូគឺសំដៅទៅលើលិខិតអញ្ជើញហើយតោះបានដល់គ្នាមកដល់តាមហ្នឹងចូលដល់លេខ6សូមឲ្យច័ន្ទទៀងសានお願いします Cứ em chỉ một chút. អរគុណសេអត់តកាសៃហ្វឺអូ忘れて忘れて上をだ出ていたのですぐにសេអត់ចេះអានហ្នឹងពាក្យ すぐに何々渡したហើយយកចម្លើយមួយណាដែរ សេនយកសានបាងសេ យកសាំបាំង乗り換えてហើយ乗り換えてគឺពេលដែលយើងជិះរថភ្លើងទៅណាមួយជិះឡានក្រុងអីមួយយើងឈប់ដូរជើងនេះគេប្រើជាមួយពាក្យថា乗り換えるឬក៏យើងជិះយន្តហោះទៅខ្មែរនេះយើងដូរជើងរថភ្លើងជើងអីហ្នឹងក៏ប្រើមួយពាក្យហ្នឹងដែរនៅកន្លែងនេះប្រើពាក្យហ្នឹងត្រូវអត់ឥឡូវយើងមើលប្រយោគនឹងទាំងអស់គ្នាមើលដោយសារតែប្តីហ្នឹងគឺបានចេញពីផ្ទះទៅហើយភ្លេចកាបូបអញ្ចឹងហើយក៏បាន
đinh tam hay bạn hỏi có bộ phải còn chừng mà nó mùi bị 7 4 biển á để mình ăn tận này thật đinh tam 追いかけて、はい。一番ですね。追いかけて。もうビビ追いかける。はい。ចឹងអូយខាគេនេះគឺដេញតាមចឹងគាត់បានរត់ដេញតាមក្រោយប្តីទៅក៏បានយកកាបូបហ្នឹងទៅឲ្យគាត់គាត់ថាvậyបានですねអូយខាគេទេ渡したហើយលេខ2អូយខូស្តេហើយមកពីអូយខូしますហើយហើយហ្នឹងគឺពេលយើងបើកឡានបើកម៉ូតូអីហើយពេលដែលយើងចង់ទៅមុខគេយើងធ្វើមិនដែរ và chè ហើយ và កន្លែងហ្នឹងគឺវ៉ាណាអញ្ចឹងពេលថាអូយខូស្តេអូយខូしますបកប្រែថាវ៉ាហើយយើងវ៉ាឡានវ៉ាម៉ូតូអីហ្នឹងតែពេលនូរីខែទេមុនហ្នឹងគឺបកប្រែថាយើងបដូរជើងហើយឬក៏មួយទៀតពេលដែលយើងដូរក្រុមហ៊ុនទូរស័ព្ទអីក៏គេប្រើជាមួយពាក្យនូរីខែទេដែរហើយឧទាហរណ៍ថាពេលដែលយើងប្រើប្រាស់ក្រុមហ៊ុន A តែយើងចង់ជប់ក្រុមហ៊ុន A យើងដូរទៅក្រុមហ៊ុន B គេហៅថានូរីខែហើយដល់ពេលលេខ4នូរីខ្វេរហើយកន្លែងនេះគឺការយកឈ្នះទៅលើអីមួយ Konnanを乗り越えるហើយយកឈ្នះភាពលំបាកអីចឹងហើយ失敗を乗り換えるយកឈ្នះការបរាជ័យអញ្ចឹងនៅកន្លែងនេះគឺសិតតែមានអត្ថន័យរបស់វាណាតើទៀតចូលដល់ណាបងស្ម័យដេតសានお願いしますはい、食べたかった、けれど、太くなないので、太りたくない太りたくないので、我慢して食べなかった。はい我慢して食べなかったですねはいいやダイエットな食べたかったけれど太りたくないので我慢して食べなかったはい我慢するบอกปลายแท้ tròn ត្រង់ណាហើយតែចង់ញ៉ាំក៏តែដោយសារតែអត់ចង់ថត់ចឹងហើយក៏បានទ្រាំមិនញ៉ាំទៅហើយក៏ទៅពេទ្យចឹងក៏តែមកខ្ញុំបាននេះស្អី我慢するบอกប្រែថាទ្រាំびっくりញាក់ផ្អើលがっかりមានន័យថាម៉េចដែរខក ខកចិត្ត ខកចិត្តហើយអ៊ីតាហ្ស៊ឺរ៉ា រពឹស រពឹសណាហើយប្រើជាមួយកូនក្មេងមួយអីចឹងប្រើជាមួយពាក្យអ៊ីតាហ្ស៊ឺរ៉ាហើយបាទចឹងចម្លើយដែលត្រឹមត្រូវគឺខ្ញុំបាននេះ ប៉ុន្តែការីនឹងខកចិត្តនឹងយើងប្រើទៅលើចង់និយាយអីក៏បានដែរមែន ហើយ ខក ខក ចិត្ត ចិត្ត ស្នេ ឧទា ហា ហរណ៍ ក៏ តែ បានដែរមែន បានតែឧទាហរណ៍ថ្ងៃខួបកំណើត អូ ហើយសង្សារអត់ចាំអត់ទិញនំឲ្យអីចឹងទៅហើយកាការីស្ដាប់ទៅកាន់មកស្កៃមកស្នេះ អូយសុខចិត្តទេ はいតោះចូលដល់លេខ8សម័យមនសានお願いします はいで、8番、うるさいから黙ってください。答えは3番。はいតាមមកうるさいから黙ってくださいធ្ងន់ណាស់ណាពាក្យដាម៉ារឹនៅកន្លែងហ្នឹងហើយ ទៅបិទមាត់ ហើយសុំបិទមាត់ហ្នឹងណាហើយមកពីពាក្យដាម៉ារីម៉ាស់ណាហើយហើយសារតែថ្លង់ណាអញ្ចឹងនៅស្ងៀមហើយសុំបិទមាត់ណាដាម៉ារីម៉ាស់គេច្រើនគេនិយាយឲ្យកាន់តែឆ្លើយមួយទៀតជាជាងដាម៉ាទីក្លាសៃហើយគេនិយាយអ្នកសិតសារមួយគ្នាគេនិយាយពាក្យគេមានអ្នកដឹងអត់ 黙れ。 ដាម៉ារ៉េណាហើយ 黙れ。 ដាម៉ារ៉េ 黙れ。 កន្លែងហ្នឹងទម្រង់មេរេខេហើយដាម៉ារ៉េហើយបិទមាត់ឲ្យចិត្តនៅក្នុងភាសាអង់គ្លេស has shut up ហ្នឹង អញ្ចឹងនៅកន្លែងហ្នឹងគឺចម្លើយត្រឹមតែលេខ3ហើយពាក្យដូចទេជាពាក្យដូចទេអត់ 追い ញ៉ា て ំទេ はい。 ហើយ邪魔だからちょっとដូចទេហើយ はい。 ជៀសចេញណាហើយថយចេញជៀសចេញគឺប្រើពាក្យដូចទេ潰れるហើយ会社が潰れました ロール、 ដូររលំណាហើយប្រើពាក្យ潰れるហើយដល់ពេល縛ってហើយមានន័យថាចងហើយ縛るមកពីពាក្យ縛りますចងសម្រាមចងអីផ្សេងៗក៏ប្រើជាពាក្យ縛る បារឹក ចុះដល់លេខ9ស្វ័យមនសានお願いしますកានេះ សរសេរ មិញ ខ្ញុំ សា ឲ្យ ក់ វិញទេ ហើយនឹង comment ណាស្អីសម័យហនសានគៀបានお願いしますហនសានいますかちょっと待ってください。はい。 9番ですね。今年は天気がいいから植物がぐん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 大きくなっ
答えは1番 Đấy. Đô để các này vậy. Thở rít chầm nhưng mà rán chỉ bằng Đấy. rít chầm rán lớn thở Sọ. Đấy. Bây giờ gươngนะปลายจะมันเป็นเซโจสรุให้จืนโจนี่เซโจสรุตีมีเดสเนี่ยที่จำรานเตอร์ได้หรือโลนให้ละอภาษาปลายจะมันหนึ่งดำน้ำปลายจะมันหนึ่งโรคจีอะไรนั้นก็บ้านถ้าไปปลายจะมันหนึ่งขมิ้นนะให้กึ่งเซโจสรุให้ติดดุลล้อเตอร์ได้หรือโลนนะจังเดชาแต่ฉะนั้นเนี่ยการเสร็จแล้วจังให้โรคจีนึงคือวิปลายเตอร์จีให้เหมือนใจทมเลือดที่จำรานเลือนเตอร์ได้หรือโลนนะปลายจะเปียกกึ่งในក្នុងប្រទេសជប៉ុនមានប្រភេទទឹកដោះគោមួយគេដាក់ឈ្មោះហ្គឿននឹងដែរហើយមានន័យថាលឿននៅក្នុងការលូតលាស់ហើយមួយនេះចេះពីវាគឺអត់ và cứ ót អា chạy ស bằng về はい明日恋人とデートがあるからワクワクしている រំ はい ភើបទេ ហើយ phải រំ bù ភើបរីករាយនៅពេលដែលយើងរងចាំអីមួយដែលរីករាយគេប្រើជាមួយនឹងវាគឺសរុですねហើយ bù អារម្មណ៍ដែលយើងរំភើបរីករាយជាមួយនឹងការទន្ទឹងរង់ចាំអីមួយអញ្ចឹងណារបៀបថាថ្ងៃស្អែកយើងត្រូវទៅជួបជាមួយនេះឧទាហរណ៍ថាបាទនិយាយសួរយល់ទៅយើងអ្នកនៅជប៉ុនយើងត្រូវត្រឡប់ទៅខ្មែរនៅថ្ងៃស្អែកអញ្ចឹងហើយអញ្ចឹងយប់មុនពេលដែលទៅដល់ខ្មែរហ្នឹងគឺវាគឺしてるはい家族に会えるのをワクしているはいពាក្យថាលេខ3ពាក្យថាតនហើយបើយើងនិយាយសាកសម័យពាក្យហ្នឹងមើលអាចប្រើនៅក្នុងសំឡេងអីគេដែរ សំឡេងដើរហើយសំឡេងយើងដើរអី សម្រាប់ ឬសូ ជើ រ ង សំឡេងសម្រាប់ជើងរបស់យើងហ្នឹងក៏ប្រើជាមួយពាក្យតនហើយនឹងប្រើនៅក្នុងអត្ថន័យមួយទៀតគឺត្រឹមស្មើឧទាហរណ៍ថាចំណាយនិងចំណូលរបស់យើងហ្នឹងគឺស្មើគ្នារកបាន1000យើងចំណាយអស់1000គឺស្មើគ្នាតែម្ដងអាហ្នឹងក៏ប្រើជាមួយពាក្យថាតនហ្នឹងដែរហើយដល់ពេលគោរពមានន័យមកគោរពឧទាហរណ៍ជាប់លុបឬក៏របស់មូលអីដែលធ្លាក់ទៅហើយ ឮសំឡេងគោរព có lưu dùm lên កន្លែងហ្នឹងមិនមែនបង្ហាញពីសម្លេងឧទាហរណ៍ថាវាធ្លាក់ទៅហើយវាបង្វល់ទៅឧទាហរណ៍ក្របឃ្ ល លី មៀ ឬ ល ក៏ជា ទេ ប់លុបឬក៏អីផ្សេងរមៀលទៅត្រេអញ្ចឹងហើយនៅកន្លែងហ្នឹងក៏ប្រើជាមួយពាក្យថា rầm គោរ miêu ពពីច្រើនគឺប្រើជាមួយនឹងរបស់តូចដល់ពេលដែលធ្លាក់ទៅវាបង្ហាញអំពីសភាពបែបហ្នឹងគឺគេហៅថាគោរពមួយទៀតពួកយើងដែរស្គាល់គោរពអត់ចុះពេលរាល់ថ្ងៃប្រើដើម្បីសូជីអត់ស្គាល់អាណៃ sao hôm nay គេមិនស្អី អូឡូ lên lên gì ខ្ញុំខ្ញុំផ្ញើរូបឲ្យសង្ស័យអត់មានអ្នកប្រើទេដឹងជាពិ nó សេស cứ ស្រីបើសិនជាប្រើហ្នឹងទៅគឺតទេមកហើយអ៊ីですよបាទដានសេមកនៅកន្លែងហ្នឹងគឺជួយឲ្យសុខភាពយើងល្អទៀតដោយសារកុំឲ្យយើងស្រូបដីទៅហើយចង់ដឹងអីគេអត់ đang đang dày ខ្ញុំផ្ញើចូលហើយគោរពណាហើយអាប្រភេទហ្នឹងក៏គេហៅថាគោរពដែរអញ្ចឹង រ ឃើញ ហាន ស ទេ ភាពហ្នឹងពេលដែលយើងរុញវាទៅមកហ្នឹងវាវិលវាមូលជុំវិញអញ្ចឹងដល់ lô ពេលគេ la អាច nó ទៅ sắp គោរព dày rô ra nên mấy តោះ cái អា hao ហ្នឹង rô គឺ ra គេហៅនៅក្នុងភាសាអង់គ្លេសគឺគេហៅថាគោរពហើយ ឡូឡា nhom phở nhom miên ta sắp dày សោហើយ tục អញ្ quan ចឹង rụp កន្លែងហ្នឹង à តែ từ ផង chụp sổ ឥឡូវ sổ គេមានពាក្យមួយទៀតគឺគេហៅថាគោរពនេះទៅទៀតចូលដល់លេខ10តោះលេខ10សម័យសុភ័ណ្ឌសានអាចអានលេខ10បានទេ ហើយ មិននឹងរៀនបើអានតិចដោយសារអត់សភៅណាហ្នឹងឯងしますហើយ អាមួយអត់សូវចេះហ្នឹងសិ អាចទេបានទេ អឺすることがなくてだったので先生អាចបន្ទាប់អាអិតៈហ្នឹងកូនសាចេះហ្នឹង សាមពក សានពោនេះអិតៈ はいすることがなくて何々だったので散歩に行ったはい無事退屈地味ហើយនឹង迷惑 ពាក្យ3មួយដល់លេខ3អត់ចេះទាំងអស់ទេ ហើយចឹងនៅឡើយនឹងយកមេវ៉ាគឺអាចត្រូវអត់ gì chứ することがなくて ឥឡូវសុំជំនួយមកគ្នាយើងយកចម្លើយនេះបានដែរ lịch Giờ pi pi dần dày thay lịch cực pi dự ហើយថៃគិតស្មើគ្នាជាមួយនឹងពាក្យអីគេដែរ
Sumaranai Sumaranai. Semaranai ですねហើយដែលគួរឲ្យ Semaranai. ធុញទ្រាន់ណាហើយអញ្ចឹងពាក្យពីរនឹងអត្ថន័យវាអាចប្រើប្រាស់ជំនួសគ្នាបានហើយដោយសារតែអត់មានរឿងអីធ្វើអញ្ចឹងហើយពិតជាធុញទ្រាន់ណាស់អញ្ចឹងក៏បានទៅដើរលេងអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺនេះបងនេះណាថៃគុជហើយពាក្យថា bougie នៅឡើយនេះមានអ្នកច្រឡំអាន muji ហើយសូមប្រុងប្រយ័ត្នណាដោយសារតែអក្សរហ្នឹងគឺភាគច្រើនគឺគេអានថាមើក៏តែពាក្យនេះគឺបញ្ចេញទៅជា b ហើយ bougie ណា bougie បកប្រែថាដោយសុវត្ថិភាពហើយ bougie នេះ N សាង合格しましたហើយអញ្ចឹងពាក្យថា bougie ដោយសុវត្ថិភាព Jimmy សាមញ្ញធម្មតាហើយសម្លៀកបំពាក់ការធ្វើខ្លួនហ្នឹងគេប្រើជាពាក្យ Jimmy ហ្នឹងគឺដោយសាមញ្ញធម្មតាហើយមេវ៉ាគឺសំដៅទៅលើការរំខានហើយអញ្ចឹងគាត់ថាវ៉ានេះបងនេះ 先生もう一回地味なんですかね。 Jimmy សាមញ្ញធម្មតាហើយ サマンサマンはいありがとうございます。 លេខ11សូមឲ្យលីអសានお願いしますはい。赤ちゃんはぐっすり寝ています。はいぐっつりはいぐっつりមានន័យថាមិនទៅぐっつり寝ています គេងលក់ស្រួល គេងលក់ស្រួលですねអញ្ចឹងពាក្យថាぐっつりគឺជាទូទៅប្រើតែជាមួយនឹងពាក្យនេរនឹងទេហើយគេងលក់ស្រួលគេងលក់ស្កប់ស្កល់ហើយហ្នឹងគឺប្រើជាមួយនឹងពាក្យぐっつりហើយកូនងាយហ្នឹងគឺបានគេងលក់យ៉ាងស្កប់ស្កល់ហើយ昨日はぐっつり眠れましたとかも使いますねすっきりបកប្រែថាបែបនេះすっきり ទាំងអស់ យ៉ាង ទាំង ស្រ ស្រុង ង មែន យ៉ាង ទាំង ស្រង ស្រស់ស្រាយស្រស់ថ្លាហើយឧទាហរណ៍ប្រុសប្រុសអី ស្រស់ស្រាយ ពេលសក់វែងសក់អីអញ្ចឹងមានអារម្មណ៍ថាស្អស្អាតអីអញ្ចឹងមកយើងចេញពីធ្វើការមកនឿយហត់អស់កម្លាំងស្អិតខ្លួនស្អិតអីទៅពេលយើងងូតទឹកដោះសាប៊ូដោះអីហើយទៅគឺស៊ីគីរីស្តាស៊ឹកគីរីស្តាហើយគឺអារម្មណ៍ស្រស់ស្រាយហ្នឹងគឺប្រើនៅក្នុងអត្ថន័យបែបហ្នឹងហើយដល់ពេលហាក់គីរី ច្បាស់ច្បាស់ ច្បាស់ច្បាស់ហើយហាក់គីរីវកាតាហាក់គីរី聞こえたលើច្បាស់យល់ច្បាស់ដឹងច្បាស់ហ្នឹងប្រើជាមួយពាក្យហាក់គីរីហ្នឹងដែរដល់ពេលពាក្យថាអ៊ឹការីវិញ ចេតនា អ៊ឹការីវ៉ាស៊ឺរេតាទៅកាមស្កៃមកហើយដោយអចេតនាដោយមិនបានប្រុងប្រយ័ត្នអីហ្នឹងគឺគេប្រើជាមួយពាក្យថាអ៊ឹការីហើយយើងធ្វើអីមួយដោយអចេតនាដោយមិនបានប្រុងប្រយ័ត្នហ្នឹងគឺប្រើជាមួយពាក្យថាអ៊ឹការីយើងចូលដល់មុនដៃលេខ2ហើយតែសារលំហាត់នេះយើងត្រូវការពេលច្រើនចឹងយើងកែបានយើងតិចឥឡូវចូលដល់លំហាត់ទី2សូមមើលចាប់ពាក្យជីបាំងទៅសូមឲ្យម៉ាឡាសានお願いしますはい一番次第に雲が出てきました答えは一番だんだん先生 បានហើយស៊ីដៃនេះបកប្រែថាម៉េចដែរ chị đâyបន្តិចម្ដង ហើយបន្តិចម្ដងនេះពាក្យហ្នឹងក៏ធ្លាប់ចេញប្រឡងនៅក្នុង Ensan ដែរតែខ្ញុំចាំដូចជាឆ្នាំមុនដែរហើយស៊ីដៃនេះបន្តិចម្ដងណា Jojo នេះ Skoshi Zutsu ឬក៏ដាននឹងឯងហើយស៊ីដៃនេះ雲が出てきたហើយពពកគឺវាបានចាប់ផ្ដើមចេញមកបន្តិចម្ដងហើយអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ Ichiban នេះយើងប្រើជាមួយពាក្យថាដានពាក្យថាដានអាចបកប្រែថាកាន់តែអីមួយបង្ហាញអំពីការប្រែប្រួលនេះអញ្ចឹងអាចដូចគ្នាជាមួយពាក្យថាស៊ីដៃនេះលេខ2នេះអានថាម៉េចដែរ ខ្ជឺនេះហើយភ្លាមលេខ3 少しだけហើយបន្តិចតែប៉ុណ្ណោះហើយ少しだけ食べてみてくださいហើយតកមកថាក់សានច្រើនចេះទាំងអស់គ្នាណាតោះទៅចូលដល់លេខ2សូមឲ្យរតនាសានお願いします先生2番吐き気がするのでちょっと休みます答えは2番2番気持ちが悪いはいはい吐き気មានន័យថាម៉េច吐き気 ក្អួតចង់ក្អួត ហើយកន្លែងហ្នឹងគឺមានអារម្មណ៍ថាដូចជាចង់ក្អួតですね ចង់ក្អួត ពេលថាក្អួតហ្មងគឺគេថាម៉េចដែរ 吐 ហើយ きま សិនសេ ហាគីម៉ាសៃឬក៏អូតូបើជាអ្នកធ្វើខៃក៏មានពាក្យច្រើនណាស់ហើយអញ្ចឹងពាក្យដើមវិញមកពីពាក្យហាគីម៉ាសនេះហើយដល់ពេលហាគីកេហ្កាស្រឹហ្នឹងគឺមានអារម្មណ៍ថាចង់ក្អួតដោយសារតែមានអារម្មណ៍ថាចង់ក្អួតអញ្ចឹងហើយសុំសម្រាប់បន្តិចអញ្ចឹងឡើយហ្នឹងពាក្យថាចង់ក្អួតស្មើគ្នាជាមួយពាក្យថាគីម៉ូឈីកាវ៉ារុយ គីម៉ូ គីម៉ូឈីកាវ៉ារុយអារម្មណ៍មិនល្អឬក៏បកប្រែថាមិនស្រួលខ្លួន
មិនស្រួលខ្លួនឯសិន ហើយ Kimochi ว่าរួយគឺមិនស្រួលខ្លួននឹងឯងដែរហើយឬក៏ប្រើនៅក្នុងអត្ថន័យមួយទៀតហើយឧទាហរណ៍ពេលដែលយើងលើការនិយាយស្ដីអីមួយហើយ Kimochi ว่าរួយយើងមើលរូបភាពអីដែលយើងមើលទៅអត់ពេញចិត្តជាមួយនឹងរូបហ្នឹងហើយយើងនិយាយពាក្យថា Kimochi ว่าរួយហ្នឹងគឺមានន័យថាយើងអារម្មណ៍អត់ល្អជាមួយនឹងរូបភាពឬក៏ពាក្យសម្ដីហ្នឹងក៏ប្រើបានដែរអញ្ចឹងពេលថា Kimochi ว่าរួយអត្ថន័យរបស់វាប្រែប្រួលទៅតាមស្ថានភាពដែលយើងប្រើប្រាស់ហើយតែពាក្យផ្សេងទៀតប្រហែលជាអត់អីណាចម្លើយដែលត្រឹមត្រូវគឺលេខ2ទៅទៀតចូលដល់3番そばめんりーさんお願いします3番です。まずしい人を助けます。はい貧しい人迷っている。ក្រនិយាយតែក្រấyគឺមិនដែរ អត់លុយ はいお金がないですねはい貧しいបកប្រែថាក្រណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ4番ですね貧しい人を助けますお金え、が先生、ない人を貧乏は何先生、はい貧乏も一緒ですはいあ、一緒。はいはいចឹងចម្លើយដែលត្រឹមត្រូវគឺ4番ですねគឺお金がないសំដៅទៅលើអ្នកអត់មានលុយអញ្ចឹងពេលដែលយើងធ្វើលំហាត់នឹងពេលប្រឡងជាក់ស្ដែងកុំប្រើអារម្មណ៍ខ្លួនឯងនៅក្នុងការជ្រើសរើសចម្លើយត្រូវគិតទៅលើអត្ថន័យដែលត្រូវនៅក្នុងនឹងហើយអញ្ចឹងយើងគិតថាអ្នកខ្លះអ្នកក្រមិនមែនជាអ្នកដែលអត់មានលុយអីអាចនឹងមានពាក្យផ្សេងស្រដៀងគ្នាប្រភេទលំហាត់បែបហ្នឹងគឺដោយសារតែអត្ថន័យវាអត់ដូចគ្នា100%ទេអញ្ចឹងឯងនឹងមានពាក្យផ្សេងអត្ថន័យស្រដៀងគ្នាដែរអញ្ចឹងអាចនឹងរើសចម្លើយខុសដោយសារយើងគិតច្រើនអញ្ចឹងここはい本当に気をつけてください តែមកចេញមកពាក្យយើងអត់ចេះអាហ្នឹងហ៎ そうតទៅទៀតចូលដល់លេខ4សម័យសុំសានお願いしますはい4番友達に感謝します答えは4番ですありがとうと言いますはい感謝感謝បកប្រែថាថ្លែង អំណរ ថ្លែងអំណរគុណ ដឹងគុណ ですねはい友達に感謝しますはい友達にありがとうと言いますはいនិយាយថ្លែងអំណរគុណទៅកាន់មិត្តភក្តិពាក្យមួយទៀតស្មើគ្នាជាមួយនឹងពាក្យ感謝ដែរជួបអូរេおお礼礼をはいお礼を言いますとかもはいមិនお礼ណាはいគឺお礼ពាក្យថាお礼ខ្ញុំ私ហើយ僕ក៏តែពាក្យនេះគឺお礼お礼នេះគឺសំដៅទៅលើការថ្លែងអំណរគុណដូចគ្នាជាមួយនឹងពាក្យថា感謝するនេះចឹងហើយ តែពេលខ្ញុំប្រាប់ទៅជនជាតិជប៉ុនក៏អត់សូវទទួលទេទៅអ្នកតែមានឋានៈខ្ពស់គេប្រាប់ខ្ញុំថាយកគឺតែស្ដាប់តែក្រេតេអូរេដេសទៅគេថាអ៊ី កន្លែងហ្នឹងអត់ប្រើនៅក្នុងបែបហ្នឹងទេហើយឧទាហរណ៍ថានៅពេលដែលយើងទទួលបានការជួយអីពីនរណាម្នាក់អញ្ចឹងហើយអូរេនេះអូកាសៀអូអាហ្គេម៉ាសៃដើម្បីជាការថ្លែងអំណរគុណណាខ្ញុំសូមជូននំនេះទៅកាន់អ្នកឯងតែបើសិនជាយើងនិយាយពាក្យថាសូមអរគុណដែលជួយអ្នកឯងហ្នឹងគឺអត់ប្រើជាមួយនឹងពាក្យហ្នឹងទេអញ្ចឹងពាក្យថាអូរេទេគឺសំដៅទៅលើការថ្លែងអំណរគុណយើងអាចនិយាយពាក្យអារីហ្គាតូកូហ្សៃម៉ាសខានសាស៊ីម៉ាសអីអាចជំនួសគ្នាបានហើយ はい先生តទៅចូលដល់លេខ5最後の問題សម័យសៀងហាវさんお願いしますសៀងហាវさん聞こえますか電波があまり良くないかなじゃあសម័យចន្ទទៀងさんមក5番お願いします先生、お兄さんは、看頑固です。先生、នឹងខ្ញុំយក3番 はい3番頑固បកប្រែថាមិនដែរចេះអត់ បាទរឹងរូសមែនសេ はいរឹងរូសですね頭が硬いという意味ですね ក្បាលរឹង そうបកប្រែថាក្បាលរឹងនឹងឯងអញ្ចឹងមក自分の考えを変えませんតែនេះគឺមិនមែនអូនីសានទេគឺអូអ៊ីស៊ីសាងហើយអូអ៊ីស៊ីសាងは頑固ですហើយអូអ៊ីស៊ីសាងហ្នឹងគឺគាត់ជាមនុស្សដែលរឹងរូសពាក្យថា頑固គឺ頭が硬いという意味ですねខ្មែរយើងតែនិយាយថាក្បាលរឹងនឹងអីប៉ុន្តែបើសិនយើងនិយាយពាក្យថាក្បាលរឹងស្ដាប់ទៅវារៀងអាចស្រួលពេកអញ្ចឹងគឺហៅថារឹងរូសប្រើជាមួយនឹងអត្តចរិតសេកាកឹですはいចឹង答えは3番です。考えよう。មកដល់ទៅនឹងមានបលែងណាអត់តឬក៏អត់ច្បាស់អាចសួរបញ្ជាក់បានយើងសល់ពេលប្រហែលជា10នាទីជាងយើងអាចតចូល
លំហាត់បន្តទៀតបានតែយកប្រកាន់ណា 連呼。 はい うん。問題がなければសូមមើលចាប់ពីថ្ងៃទី4តទៀតមកចាប់ពី1បានហើយយើងអាចបញ្ចប់បណ្ដៃទី1បានឥឡូវមើលចាប់ពីលេខ1ទៅសូមឲ្យម៉ាឡាសានお願いしますはい。すみません。この服、少し小さいんですが、大きいサイズのはありますか？答えは1番。はいサイズだサイズបកប្រែថាទំហំですねはいតោះអញ្ចឹងខ្ញុំឡើងទៅគឺលេខ1ឯងដោយសារពេលនេះរៀងស្រួលដែរខ្ញុំសូមបញ្យល់តែម្ដងទៅហើយសុំទោសដោយសារតែសំឡេងពេលនេះវារៀងតូចបន្តិចតើមានទំហំធំឬក៏អត់大きいサイズのはありますかスタイルបកប្រែថា style mode ហើយ髪のスタイルとか服のスタイルとかはいレベル level កម្រិតហើយ number នេះអីគេដែរ レイ លេខ ね。 ហើយ number មកពីពាក្យលេខですねតទៅទៀតចូលដល់លេខ2សមាជិកបើសានហើយលេខទី1お願いします先生អាហ្នឹងベントយ ហុនត 本当。 はい 本当はしていないのに先生に宿題を宿題をしたとក៏ហកគេថាមិនដែរ 嘘嘘。嘘をついてしまったはいそうつ答えいてしまったはい3番です3番ですねはいមកចឹងនៅកន្លែងនេះគឺយើងយកពាក្យថា嘘ហើយមើលកន្លែងនេះគឺថា本当はしていないのに先生に宿題をしたと嘘をついてしまったតាមពិតទៅអត់បានធ្វើទេប៉ុន្តែបានកុហកគ្រូថាបានធ្វើកិច្ចការផ្ទះហើយហើយបាទចឹងចម្លើយគឺលេខ3ហើយនេះគឺប្រើពាក្យ嘘ស្គហើយគឺការកុហកណាសេតរបស់វាប្រើជាមួយពាក្យថា嘘をつきますហើយ冗談ការនិយាយលេងហូហ្គេងជាពាក្យហូហ្គេងអត់ あ、全然。 ភាសាតាមតំបន់ណាហើយនេះយើងមានអ្នកនៅអូសាកាមានអ្នកនៅតំបន់ផ្សេងៗអីនៅជប៉ុនគេតែងតែមានហូហ្គេងមួយដូចនៅខ្មែរយើងអញ្ចឹងអ្នកសៀមរាបទៅគេមានគ្រាមភាសាឬក៏ភាសាតាមតំបន់អីអញ្ចឹងទៅហើយតែពេលចុងក្រោយលេខ4ពាក្យថាឧវាសៈបកប្រែថាពាក្យ វាចាំរាម ហើយពាក្យចចាមរាមនេះតោះទៅទៀតចូលដល់លេខ3លេខ3សូមឲ្យមនសានお願いしますはい先生お宅の息子さん毎日庭の掃除をして偉いですねはい答えは2番2番偉いជាពាក្យ偉いអត់ 偉いภาษาល្អ ហើយសរសើរល្អ ចា ណាស់ ចា អេរ៉ៃអស្ចារ្យណាស់ហើយអញ្ចឹងនៅឡើយនេះគឺយើងយកលេខ2ណាអេរ៉ៃお宅の息子さん毎朝庭の掃除をしてអេរ៉ៃですねហើយកូនប្រុសរបស់អ្នកឯងធ្វើការបោសសម្អាតសួននឹងរាល់ព្រឹកណាពិតជាអស្ចារ្យមែនពិតជាឧស្សាហ៍ព្យាយាមមែនហើយមិនអញ្ចឹងពេលថាអេរ៉ៃនៅក្នុងអត្ថន័យនេះគឺប្រើប្រាស់នៅពេលដែលយើងធ្វើការសរសើរបង្ហាញពីន័យវិជ្ជមាននេះយើងមានអ្នកនៅខាង Nagoya ឬក៏ Gifu អីអត់អេរ៉ៃ ខ្ញុំ នៅ ដូច ខាងតំបន់ហ្នឹងគេប្រើនៅក្នុងន័យអីគេដែរ 先生。 ក្រៅពីអស្ចារ្យមានអីទៀត តែ អត់ ដែរលើពាក្យហ្នឹងទេ អត់ដែរលឺទេអត់ដែរលឺហូហ្គេងនៅខាងហ្នឹងឯង អត់ដែរលើហ្នឹងទេ ថៃ វា ហេ ចាំ ង ក៏សារវាប្រភេទប្រភេទសារ 仕事は偉いですねとかもはいអញ្ចឹងនៅក្នុងអត្ថន័យមួយទៀតគឺស្មើគ្នាជាមួយនឹងពាក្យថាថៃហេងតែគ្រាមភាសាភាគច្រើននៅខាង Gifu នៅខាងថូកៃនៅតំបន់ថូកៃហ្នឹងគឺគេប្រើពាក្យហ្នឹងសិនតែមិនជួបកាលពី 3-4 ឆ្នាំមុនដែរពេលដែលទៅគាត់និយាយពាក្យនេះ វាសាប់បាត់មកលេង ចុះដល់ពេល Erai Hito គេបកប្រែមិនទៅ មនុស្សពុក មនុស្ស ពោះ អស្ចារ្យ មនុស្សពុក មនុស្សអ ពោះ ស្ចារ្យ មនុស្សមានឋានៈ អ្នក ខ្ពស់ អ្នកដែលមានឋានៈខ្ពស់ណាហើយឧទាហរណ៍យករដ្ឋមន្ត្រីឬក៏អ្នកធ្វើការនៅក្រសួងនៅអីហ្នឹងគេហៅថា Erai Hito ហើយ昨日は偉い人と食事をしましたはいកន្លែងហ្នឹងគឺប្រាប់ ពាក្ បា យ ន មេអេហ្នឹងទេ មេអីហ្នឹង មេ គឺ នោះ ថ្នាក់លើហើយអញ្ចឹងឧទាហរណ៍ថានៅក្រុមហ៊ុនយើងជាកូនចៅហើយមាន leader មានប្រធានក្រុមមានអីផ្សេងៗអញ្ចឹងពួកគាត់ដែលនៅឋានៈខ្ពស់ជាងយើងគឺគេហៅថាមេអ៊ឺឯនោះ Hito ហើយ
ឬក៏មនុស្សចាស់មនុស្សដែលមានអាយុច្រើនជាងយើងក៏ប្រើជាមួយនឹងពាក្យមេរេបានដូចគ្នាដែរហើយ はいじゃあありがとうございます ហើយអាយ៉ាស៊ីចេះពាក្យអាយ៉ាស៊ីអត់ Dạ sĩ son sai vậy xin thầy. ដែលចម្លែកដែលគួរឲ្យសង្ស័យហើយឧទាហរណ៍ថាមានតែគេម្នាក់នៅកន្លែងធ្វើការយើងអញ្ចឹងហើយគាត់ទៅតែមានសង្ស័យអញ្ចឹងទៅគាត់មកធ្វើការគាត់ឲ្យញឹមញែមតាំងពីព្រឹកទៅដល់យប់ត្រឡប់ទៅវិញហើយこの人怪しいですねហើយនៅកន្លែងនេះគឺគួរឲ្យសង្ស័យគួរឲ្យចម្លែកហ្នឹងគឺប្រើនៅក្នុងអត្ថន័យបែបហ្នឹងអូសាណៃ Sao គោ này ដម៉កហើយអូសាណៃបកប្រែថាគោដម៉កដែរក្មេង cô đồ mọ à ពួកយើងស្គាល់បទមីរ៉ៃអីអត់ដល់ភាសាជប៉ុន គ្របស្ដាប់នោះ ធ្លាប់ស្ដាប់ đọc sẽ đọc អូសាណាគឺទេហើយនៅកន្លែងហ្នឹងมันមានពាក្យអូសាណៃមួយនៅក្នុងហ្នឹងអញ្ចឹងពាក្យថាអូសាណៃគឺគោដម៉កទីមានですねហើយ私は幼い頃から友達がたくさんいますហើយខ្ញុំមានកូនក្មេងច្រើនតាំងពីនៅក្មេងមកមានមិត្តភក្តិច្រើនតាំងពីនៅក្មេងហ្នឹងហើយអញ្ចឹងពាក្យអូសាណៃគឺប្រើនៅក្នុងអត្ថន័យបែបហ្នឹងហើយស្គីចូលដល់អូតូណាស៊ីមួយទៀតណាអូតូណាស៊ីគឺមានន័យថាអាមេរិកាណាសាណៃហើយគឺមនុស្សដែលមិនសូវនិយាយស្ដីមនុស្សស្ងៀមស្ងាត់ណា nó sụp heo មនុស្សសុភាពហើយ おとなし皆様おとなしいと言いますかប្រទេសចូលដល់លេខ4សូមឲ្យម៉ានសានお願いしますម៉ានសាន聞こえますかはいはい子供に教育として義務で子供にす教台湾育を語受けさせるのは親としての親義務ですはい教育បកប្រែថាម៉េចដែរ chơi cứ ốc rồng xin thầy ការអប់រំណាហើយ cả ốc ហើយ rồng នឹងគឺសំដៅទៅលើការសិក្សានឹងឯងនិយាយស្រួលយល់ទៅហើយ 義務បកប្រែថាម៉េចដែរ ភារកិច្ច 義務គឺកាតព្វកិច្ចហើយ កាតព្វកិច្ច 子供に教育をកាតព្វកិច្ច受けさせるのは親としての義務ですはい កាតព្វកិច្ច អូយ៉ាឪពុកម្ដាយហើយយីមឺកថាបកិច្ចអញ្ចឹងគេចង់មានន័យថាម៉េចដែរហើយការដែលឲ្យកូនទទួលការអប់រំហ្នឹងណាគឺជាកតាបកិច្ចនៅក្នុងនាមយើងជាឪពុកម្ដាយហើយអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ2番資格សញ្ញាបត្រ特徴ចំណុចពិសេសលក្ខណៈពិសេសហើយ ពិសេស ដល់ពេល main ខនេះគឺសំដៅទៅលើបានពេលច្រើនបានបើកបរហ្នឹងគឺមិនចាំបាច់និយាយថាអ៊ុនតែ main ខទេគេនិយាយថាពាក្យថា main ខទៅទេហ្នឹងក៏សំដៅទៅលើបានបើកបរបានដែរហើយ មានខ្យល់បានលោកบอกว่า はいតទៅទៀតចូលដល់លេខ5លេខ5សូមឲ្យសិប៉ៅសាន2人目のセパウさんお願いしますもう出ちゃったかなあ本当にセパウさんないでសូមឲ្យデートさんお願いしますはいじゃあこのクラスはみんないつも笑ってニコニコ笑っている楽しそうだはいニコニコ笑っていて楽しそうだはいニコニコបកប្រែថាម៉េចដែរニコニコ さいさい ញញឹមញញែមឬក៏សើចណាយ៉ាងពេលថានិកូនិកូគឺប្រើជាមួយនឹងពាក្យវ៉ារ៉ាវច្រើនអត្ថន័យរបស់វាគឺសើចញញឹមញញែមហើយចឹងនៅក្នុងថ្នាក់រៀនហ្នឹងគឺអ្នកទាំងអស់គ្នាគាត់តែងតែធ្វើការសើចញញឹមញញែមទំនងជាសប្បាយរីករាយចឹងចម្លើយដែលត្រឹមត្រូវគឺ4番グラグラបកប្រែថាម៉េចណាグラグラ អត់ចេះហូបចា ញ័រ រង្គើរង្គើដូចរង្គើថ្មីរង្គើអីហ្នឹងហើយហាងグラグラするហើយថ្មីរង្គើហ្នឹងគេប្រើជាពាក្យグラグラដល់ពេលピカピカ ផ្លេកផ្លេក ចាញ់ ផ្លេកផ្លេកកន្លែងនេះគឺភ្លឺចែងចាំងណាហើយបើផ្លេកផ្លេកគេប្រើជាមួយនឹងពាក្យអីគេវិញគីរ៉ា លេខគីរ៉ាគីរ៉ា គីរ៉ាហើយអញ្ចឹងពេលថាពីកាហ្នឹងគឺបង្ហាញអំពីសភាពថ្មីឧទាហរណ៍ឡានឧទាហរណ៍ផ្ទះឬក៏បន្ទប់ទឹកអីផ្សេងៗពេលដែលយើងដោះសម្អាតវាហើយអីអញ្ចឹងគឺវាភ្លឺចែងចាំងថ្មីអីអញ្ចឹងគឺគេប្រើជាមួយពាក្យថាពីកាហើយ
កូចាក់បកប្រែមិនកូចាក់ Chào về រញ៉េរញ៉ៃហើយក rồi nhẹ ូចាក់នីណាតក់ហើយはい次ちょっと6番スマリアさんお願いします。友人が一緒に映画に行かないかと謝ってくれた。謝ってくれた。順序1番ですか？ 1番です。謝るបកប្រែថាម៉េចដែរ សុំទោស សុំទោសですねហើយចឹងនៅកន្លែងនេះគឺមានន័យថាម៉េចទៅ ពងមើលថាម៉េចពងមើលថាម៉េចតចូលលេខ3សរសតេ bột bùa អានេះបបួល bùa là ថាសតេくれたんですねហើយយើងមកយើងយកពីអាយ៉ាម៉ាឬគឺសុំទោសហ្នឹងហើយអ៊ីកាណៃកានៅឡើយនេះអត់មានអត្ថន័យថាបដិសេធទេណាហើយមិត្តភ័ក្តិបានបបួលខ្ញុំថាទៅមើលកុនជាមួយគ្នាឬក៏អត់ហើយអ៊ីកាណៃកានៅឡើយនេះគឺពាក្យបញ្ញវេមកពីពាក្យថាអ៊ីគីម៉ាសេងកាដែលយើងធ្លាប់រៀននៅក្នុងទម្រង់បបួលកាលពីដំបូងចឹងត្រូវបានអមែនមិត្តភ័ក្តិបានបបួលខ្ញុំថាទៅមើលកុនជាមួយគ្នាឬក៏អត់ហើយចឹងដោយសារតែមានពាក្យអ៊ីកាណៃកាហ្នឹងគឺយើងអាចបកប្រែថាឬអត់នៅក្នុងនឹងបានចឹងចម្លើយដែលត្រឹមត្រូវគឺ3番ですね。誘ってくれた。មកពីពាក្យ誘いមកបកប្រែថាបបួល bột bùa អាយ៉ាម៉ាតេនៅឡើយនេះគឺមកពីពាក្យអាយ៉ាម៉ារីម៉ាសដែលមានអត្ថន័យថាសុំទោសហើយថ្នាក់ពាក្យវាជាកិរិយាសព្ទណាហើយគឺអាយ៉ាម៉ារីណាសៃとかも使いますね。譲るមកទៅជា譲ってជាពាក្យ譲る 席を譲ります stop mình ហើយនឹងគឺផ្ដល់ឲ្យឬក៏ផ្ទេរ ដល់ ឲ្យមកពីពាក្យ user ហើយឧទាហរណ៍ពេលយើងទៅជិះរថភ្លើងជិះអីចឹងទៅឃើញចាស់ចាស់មកចិត្តយើងចឹងទៅយើងឲ្យកៅអីហ្នឹងទៅកាន់អ្នកផ្សេងអង្គុយគេប្រើពាក្យ user ហើយដល់ពេល yuruste មកពីពាក្យ yurus គឺអត់អោនឬក៏លើកលែងទោស លើកលែង はいここまで何か質問ありますか？大丈夫です。大丈夫ចឹងដោយសារតែយើងដល់មកថ្ងៃនឹងមេរៀនរបស់យើងបញ្ចប់ត្រឹមលេខ6នឹងសិនចឹងថ្ងៃពុធយើងជួបគ្នាមួយសារទៀតក៏តែថ្ងៃពុធយើងផ្លាស់ប្ដូរចំណាប់អារម្មណ៍ទៅរៀនវេយ្យាករណ៍ម្ដងណាហើយអញ្ចឹងនៅសប្តាហ៍ទី4កណាអញ្ចឹងថ្ងៃពុធយើងជួបគ្នាយើងរៀនសៀវភៅនៅទំព័រទី46អញ្ចឹងសូមធ្វើលំហាត់ចាប់ពីទំព័រទី46ទុកមុនផង